មុននេះខ្ញុំកាលណាអាត្មាក៏ទៅតែបានជួយដោះស្រាយបញ្ហាទុកមួយរបស់ប្អូនស្រីម្នាក់មានសេចក្តីទុកក្រៀមក្រំខ្លាំងដោយស្វាមីរបស់គាត់ទៅតែបានស្លាប់រយៈពេលមួយសប្តាហ៍ដោយដួលគាំងបេះដូងនៅស្រុកខ្មែរហើយប្រពន្ធមិនអាចទៅបានដោយគ្មានជើងយន្តហោះហើរដូច្នេះប្រធានបទថ្ងៃហ្នឹងខ្ញុំកណាអាត្មាដាក់ចំណងជើងថាការពិតនៅតែពិតអ្នកដែលយល់ពីសច្ចៈនៃជីវិតនេះក៏គង់តែនៅមានទុកគ្រប់សង្កត់ចុះអំបាលអ្នកដែលមិនដែលគិតសោះមិនដែលពិចារណារឿងបែកបាក់នឹងសោះហើយស្រាប់តែមកដល់ព្រឹបហើយជាពេលវេលាដែលលឿនបំផុតយ៉ាងនេះគឺពិតជារងគ្រោះធំជាគ្រោះធំនៅក្នុងជីវិតក៏ប៉ុន្តែសំណាងត្រង់ថាយើងមានសាច់ញាតិបងប្អូនមានឪពុកមានម្ដាយនៅជុំវិញខ្លួននៅលើកកម្លាំងចិត្តលើកទឹកចិត្តបើយើងនឹករលឹកទៅដល់រឿងនាងបដាចារានៅពេលដែលនាងជួបគ្រោះបាត់បង់ស្វាមីបាត់បង់កូនបាត់បង់ឪពុកម្ដាយបាត់បង់បងប្រុសនៅក្នុងពេលតែមួយរាត្រីប៉ុណ្ណោះហើយมันមាននរណាជួយចាត់ចែងរឿងរ៉ាវទាំងអស់ដែលកើតឡើងគ្មានអ្នកណាជាទីសង្ឃឹមលហើយនាងមានតែត្រេះរិះបន្ទោសខ្លួនឯងបន្ទោសហើយបន្ទោសទៀតបន្ទោសហើយបន្ទោសទៀតរហូតធ្វើឲ្យនាងវិកលស្មារតីក៏ប៉ុន្តែការពិតនៅតែជាការពិតណាដោយបងអូនស្រីបាញ់មិញហ្នឹងនិយាយមកក៏និយាយមិនរួចដែរថាពិបាកទទួលយកការពិតរឿងលំបាកគឺជារឿងរបស់យើងតែការពិតនៅតែជាការពិតមិនអាចកែប្រែបានដោយទឹកសមុទ្រប្រៃនៅតែប្រៃថ្ងៃលិចឯនាយសមុទ្រនៅតែលិចទៅតាមដំណើរវិលជុំនៃធម្មជាតិព្រមមិនព្រមគឺរឿងពិតនោះវាកើតឡើងរួចស្រេចបាត់ទៅហើយសេចក្តីទុកនេះជាសាធារណៈទូទៅសម្រាប់យើងគ្រប់គ្នាគ្រួសារណាក៏ដូចគ្រួសារណាកុំព្យាយាមកាត់ចិត្តកុំព្យាយាមទទួលស្គាល់កុំព្យាយាមបដិសេធជាមួយនឹងសេចក្តីពិតចិត្តនឹកចិត្តស្រឡាញ់ឲ្យវាមានចោះប៉ុន្តែត្រូវប្រើប្រាស់ទឹកចិត្តនឹកចិត្តស្រឡាញ់ហ្នឹងមកជាកម្លាំងដើម្បីបន្តដំណើរទៅមុខទៀតកុំបំភ្លេចអីក្តីស្រឡាញ់ក្តីនឹករលឹកកុំបំភ្លេចអីរក្សាវាទុកចោះប៉ុន្តែត្រូវប្រើក្តីស្រឡាញ់ក្តីនឹករលឹកភាពស្និទ្ធស្នាលហ្នឹងមកជាកម្លាំងចិត្តដើម្បីយើងប្រឹងតទៅទៀតណាដោយគាត់លើកឡើងថាប្រឹងគ្រប់បែបយ៉ាងដើម្បីប្រពន្ធកូនមិនឲ្យប្រពន្ធកូននឹងពិបាកដូចគ្នានេះដែរបើទោះជាអ្នកដែលទៅបាត់ហ្នឹងគាត់បានដឹងថាយើងនៅឯក្រោយនេះក៏ទុកខ្លោចផ្សាព្រោះតែគាត់មិនសប្បាយចិត្តដែរដូច្នេះគួរយកក្តីស្រឡាញ់ការខិតខំប្រឹងប្រែងរបស់គាត់នឹងមកជាកម្លាំងចិត្តក្នុងការក្រោកឡើងបន្តដំណើរជីវិតតទៅមុខទៀតថ្មលើកឧទាហរណ៍ជាក់ស្ដែងដូចជាខ្លួនឯងកាលបាត់លោកឪពុកចឹងដោយក្នុងនាមជាកូនហ្នឹងគឺថានៅតែគាត់ជាឪពុកហើយក្នុងចិត្តអាត្មាហ្នឹងឪពុក
មិនមែនត្រឹមតែជាឪពុកជាមិត្តផងជាអ្នកទីប្រឹក្សាផងជាអ្នកផ្ដល់កម្លាំងចិត្តផងជាអ្នកជួយសម្រេចចិត្តផងលំបាកទទួលពិតមែននៅពេលដែលដឹងថាគាត់ត្រូវបាត់ទៅប៉ុន្តែខ្ញុំកណាអាត្មាមិនព្យាយាមបំភ្លេចទេហាក់ដូចជាខុសពីមនុស្សទាំងឡាយច្រើនគេគ្រប់គ្នាដើម្បីកុំឲ្យកើតទុកនឹងរកវិធីធ្វើម៉េចកុំឲ្យនឹកធ្វើម៉េចកុំឲ្យចិត្តនឹងចេះតែគិតទៅដល់អ្នកដែលខ្លួនស្រឡាញ់ឲ្យកើតទុកចឹងក៏ប៉ុន្តែចំពោះអាត្មាមិនចង់ភ្លេចរឿងល្អគួរតែចាំរឿងល្អគួរតែរក្សាទុកក៏ប៉ុន្តែអាត្មាបង្វែរពីការកើតទុកមកជាកម្លាំងចិត្តឧទាហរណ៍តាំងតែពីតូចមកមនុស្សដែលអាត្មាចង់ឲ្យគាត់ដឹងចង់ឲ្យគាត់សប្បាយចិត្តគឺលោកឪពុកអ្នកម្ដាយនឹងឯងជាពិសេសលោកឪពុករាល់ពេលដែលធ្វើអ្វីបានល្អមួយតែងតែរត់ទៅប្រាប់គាត់មុនគេចង់ឲ្យគាត់សប្បាយចិត្តមានសេចក្តីល្អច្រើនរៀបរាប់មិនអស់ទេប៉ុន្តែបន្ទាប់ពីទុកដាក់នៅសរីរៈរបស់គាត់រួចហើយអាត្មានឹករលឹកឃើញដល់សេចក្តីល្អទាំងអស់របស់គាត់យកមកជាកម្លាំងចិត្តមិនធ្វើឲ្យខ្លួនឯងទន់ជ្រាយធ្វើឲ្យបំណងរបស់គាត់នឹងនៅតែថិតថេរដោយមុនពេលដែលគាត់លាចាកលោកទៅនៅក្នុងមន្ទីរពេទ្យប្រទេសថៃអាត្មាបាននិយាយពាក្យជាមួយគាត់ថាញោមក្នុងមួយជីវិតអាត្មានឹងសូមញោមចាំទុកក្នុងចិត្តឲ្យសប្បាយចិត្តចុះថាដរាបណាអាត្មានៅអ្នកដែលស្គាល់អាត្មាក៏ស្គាល់លោកឪពុកដែរទោះបីគេមិនបានស្គាល់លោកឪពុកដោយមុខមាត់ផ្ទាល់ជួបផ្ទាល់យ៉ាងណាក៏ដោយប៉ុន្តែអ្នកដែលស្ដាប់អាត្មាតទៅអ្នកណាក៏អាចនឹងឮអាត្មានិយាយពីលោកឪពុកដែរអាត្មានិយាយប្រាប់គាត់តាំងពីគាត់នៅមានកម្លាំងអាចស្ដាប់បានហើយពិតដូច្នោះមែនអ្នកស្ដាប់អាត្មាទាំងឡាយបើស្ដាប់លើសតែ 4-10 ឃ្លីបឡើងទៅប្រកាសជាឮពីលោកឪពុករបស់អាត្មាខ្លះមិនខានពីព្រោះអីពីព្រោះអាត្មាបង្វែរចិត្តនឹកចិត្តស្រឡាញ់ហ្នឹងមកឲ្យអាត្មាប្រឹងប្រែងនៅពេលដែលអាត្មារៀនសូត្រអីក៏ដោយពេលអាត្មាសរសេរពេលអាត្មាធ្វើអ្វីមួយអាត្មាតែងតែនឹកគាត់ហើយ imagine ស្រមៃថាលោកឪពុកកំពុងតែមើលអញជាការពិតថាគាត់មិនមែនកំពុងមើលទេគាត់ទៅតាមយថាកម្មរបស់គាត់ហើយក៏ប៉ុន្តែឲ្យតែនឹកឃើញគាត់គឺមានកម្លាំងធ្វើការមានកម្លាំងតទៅមុខទៀតឲ្យដូចជាការដែលគាត់រស់នៅដូច្នេះសេចក្តីស្រឡាញ់ការនឹករលឹកចំពោះមនុស្សសំខាន់សម្រាប់ជីវិតរបស់យើងកុំបំភ្លេចអីកុំក្រន់តែរៀនកាត់ចិត្តកុំឲ្យខ្លួនឯងកើតទុកកុំរកផ្លូវនឹងអីរកទៅមិនរួចទេព្រោះថាកាន់តែបំភ្លេចកាន់តែចាំកាន់តែកាត់កាន់តែឈឺដូច្នេះត្រូវបង្វែរការឈឺនឹងមកជាកម្លាំងចិត្តវិញដូចអាត្មានិយាយប្រាប់
ប្អូនថ្ងៃមិញអញ្ចឹងក្តីស្រឡាញ់របស់ប្តីរបស់ប្អូនដែលមានមកលើប្អូនយ៉ាងណានោះមានតែប្អូនទេដែលដឹងអញ្ចឹងការដែលគាត់ខំប្រឹងប្រែងដើម្បីប្អូនដើម្បីកូននោះវានឹងមិនសាបសូន្យទេបើប្អូនប្រឹងប្រែងឈរតទៅទៀតដើម្បីថែរក្សាកូនឲ្យបានល្អក៏គឺជាការសង្ឃឹមរបស់ប្តីរបស់ប្អូននឹងឯងមកមើលរូបទៅឃើញនៅក្មេងដែរហៅប្អូនចឹងចុះតែមិនបានសួរអាយុទេថាកុំព្យាយាមកាត់តិចចិត្តកុំព្យាយាមបំភ្លេចកុំព្យាយាមគ្រាន់តែដើម្បីឲ្យខ្លួនឯងនឹងឈប់នឹករឿងហ្នឹងថានឹកចុះនឹកចុះតែសូមឲ្យការនឹកនោះคล้ายមកជាកម្លាំងចិត្តដើម្បីតស៊ូមើលការថែកូនចៅតទៅទៀតបងនឹងចឹងដូច្នេះថ្ងៃនេះក៏ដូចជាសារមួយសម្រាប់យើងទាំងអស់គ្នាដែលមិនតន់មានរឿងអីមកដល់ហ្នឹងកុំភ្លេចខ្លួនណាបងកុំភ្លេចខ្លួនទាំងអស់គ្នានឹងកុំភ្លេចខ្លួនសិតតែរឿងពិតនៅក្នុងជីវិតយើងហ្នឹងឬធម៌និយាយពីសច្ចៈនិយាយពីរឿងពិតនិយាយពីការប្រត់ប្រាស់និយាយពីការស្លាប់កុំពេបមាត់កុំខ្ពើមព្រោះវាជាចំណែកនៃជីវិតយើងទេកាន់តែដឹងកាន់តែល្អកាន់តែយល់កាន់តែល្អកាន់តែជួបក៏កាន់តែល្អដែរបើសិនបើយើងយកវាមកជាមេរៀនសម្រាប់ជីវិតរបស់យើងហ្នឹងហើយយើងតែនិយាយថាកើតចាស់ឈឺស្លាប់តែស្លាប់វាមិនចាំចាស់ទេតែមួយផ្លេតហើយរឿងដែលកើតទុកបំផុតហ្នឹងគឺរឿងមិនដែលគិតហ្នឹងឯងរឿងដែលមិនដែលគិតនឹងហើយជាគ្រោះធំរបស់សត្វលោកយើងជំនឿដែលគិតទៅគិតរឿងស្លាប់រឿងបែកហ្នឹងនាំចង្រៃមកជំនឿនេះផ្ដេសផ្ដាសណាស់ធ្វើឲ្យមនុស្សអត់គិតកាលណាមនុស្សកាន់តែអត់គិតមនុស្សជួបវិបត្តិកាន់តែធ្ងន់ព្រោះមិនដែលបានត្រៀមសោះមិនដែលបានគិតទុកជាមុនសោះពាក្យថាកើតចាស់ឈឺស្លាប់ជួបព្រាត់ជារឿងងាយនិយាយសឹងតែថានរណាក៏ចេះនិយាយដែរក៏ប៉ុន្តែបានយកមកពិចារណាជានិច្ចនៅក្នុងជីវិតប្រចាំថ្ងៃឬអត់នឹងវាជារឿងមួយទៀតពិចារណាឲ្យឃើញថាវាជារឿងអាចកើតឡើងគ្រប់វិនាទីសម្រាប់ជីវិតយើងគឺជារឿងមួយផ្សេងទៀតសូមបន្តទៅទៀតដោយសារល្អលអួលរឿងអ៊ីនធឺណិតទៅធ្វើឲ្យការនិយាយហ្នឹងរាំងស្ទះដែរដូច្នេះសារថ្ងៃនេះអាត្មាមិនសម្រាប់តែគ្រួសារមិនមែនសម្រាប់តែសាច់ញាតិប៉ុណ្ណោះទេក៏ជាសាររំលឹកទៅដល់អ្នកទាំងអស់គ្នានៅក្នុងពិភពផែនដីនេះដែលតាំងនៅក្នុងត្រៃលក្ខធម៌ទាំងអស់គ្នានឹងដូច្នេះកាលណាបើបានយល់ពីជីវិតនេះហើយយើងនឹងលែងក្អប់ស្អប់ខ្ពើមនៅមេរៀនដែលពុទ្ធពឹងរៀនទៀតហើយរឿងទុកខ្លាំងមកពីមិនដែលគិតមិនដែលរៀនមិនដែលពិចារណានឹងដល់ពេលក្រឹបមកដល់តែម្ដងមិនដឹងថាមានអីតោងអីសវ៉ាអីចាប់អីចាប់ផុតបើថាយើងលងទឹកវាដឹងឆ្លក់តដប្រឹងហែលតែដល់ទៅលងផ្លូវចិត្តនេះដល់ទៅបាក់ផ្លូវចិត្តនេះគឺថាវាលំបាកខ្លាំងណាស់លំបាកហើយបើថាយើងដើរដួលទៅយើងដឹងថាច្រត់យ៉ាងម៉េចងើបយ៉ាងម៉េចតែបើដួលផ្លូវចិត្តនេះគឺថាលំបាកមែនទែនណាលំបាក
ជាងបានព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ពីរឿងកុំប្រមាទឲ្យយើងមានស្មារតីឲ្យយើងពិចារណាសង្ខារធម៌មិនទៀងជាទុក្ខជាអនត្តាសេចក្តីស្លាប់សេចក្តីប្រត់ប្រាស់នេះអាចមានជាធម្មតានោះគឺដោយបតីអនុគ្រោះខ្លាំងណាស់ដោយបតីអាណិតអាសូរសត្វលោកខ្លាំងណាស់ថាសត្វលោកនឹងជួបគ្រោះធំបើមិនពិចារណាបើមិនពិចារណាមិនពិចារណាឲ្យកើតបញ្ញាដឹងច្បាស់ពីដំណើររបស់ជីវិតនឹងទេសត្វលោកនឹងកើតគ្រោះធំនៅពេលដែលការបែកបាក់នឹងមកដល់ឃើញទេថ្ងៃហ្នឹងអាត្មាជួបសម្ដីផ្ទាល់អ្នកដែលកើតទុកខ្លាំងពីរអ្នកយើងអត់បន្ទោសគាត់ទេគាត់ស្ដាប់អាត្មាតែរហូតដែរហ្នឹងហើយប៉ុន្តែដល់ទុកធំខ្លាំងមកដល់ហ្នឹងអាត្មាពេលហ្នឹងគឺថាកុំថាឡាយពុទ្ធជនយើងហ្នឹងសំបីអរិយបុគ្គលហ្នឹងក៏នៅតែវែងវាន់ដូចយាយវិសាខាអីចឹងចៅជាទីស្រឡាញ់ស្លាប់ទៅក៏នៅទៅពងវែងប៉ុន្តែមានចំណុចល្អត្រង់ថាការបាត់បង់ស្មារតីទុកសោកនោះវាអត់យូរដូចអ្នកមិនដែលធ្លាប់ពិចារណាទេនេះវិសាខាកើតទុកតាមមួយផ្លេតដើរទៅជួបព្រះអង្គរំលឹកតែបន្តិចនាងស្វាងចេះត្រឡប់មកវិញក៏ធ្វើសរីរៈកិច្ចបុណ្យសពចៅនឹងតាមទម្លាប់ដែលជនជាតិគេធ្វើអញ្ចឹងទៅតែបើយើងវាអត់ធ្លាប់មានអានឹងសោះនៅក្នុងចិត្តនឹងមិនដែលគិតមិនដែលពិចារណាមិនដែលយល់សោះដល់ស្រុបមកពេលហ្នឹងស្ដាប់ពិបាកស្ដាប់ណាស់ពិបាកណាស់វាហឺតពេកវាឈឺខ្លាំងពេកហើយនៅពេលហ្នឹងក៏លំបាកនឹងទទួលយកការពន្យល់ដែរអញ្ចឹងហើយបានជាសំណូមពរនឹងអាត្មាថាគួរណាធម៌ដែលអាចជួយយើងមិនមែនធម៌ឋានសួគ៌ឋាននរកទេគឺធម៌អប់រំក្នុងជីវិតប្រចាំថ្ងៃហ្នឹងហើយអ្នកខ្លះទាំងស្ដាប់ធម៌យូរហើយដល់កើតទុកទៅវានៅតែជួបបញ្ហាវានៅតែពិបាកដោះស្រាយមិនចេញនឹងមកពីអីគាត់អត់ស្ដាប់ធម៌ដោះបញ្ហាគាត់អត់ស្ដាប់ធម៌ដែលដោះស្រាយបញ្ហាបច្ចុប្បន្នគាត់អត់ស្ដាប់ធម៌ដែលដោះស្រាយបញ្ហាផ្លូវចិត្តគាត់ចង់តែដោះស្រាយរឿងបញ្ហានរកសួគ៌ចង់បានតែអានិសង្សជាតិក្រោយឬក៏ចេះហើយរាល់ថ្ងៃហ្នឹងងាប់កាលាតែរឿងហ្នឹងធ្វើបុណ្យចូលអស់ទាំងម៉ឺនទាំងពាន់ហ្នឹងគឺថាឲ្យទៅឬលោកណាទេហារឿងអានិសង្សជាតិក្រោយបានចេះហ្នឹងគឺចូលដាច់ផ្ងាប៉ុន្តែរឿងជាតិក្រោយរឿងទុកជាតិក្រោយតាមិនមែនអាចដោះពីឥឡូវបានណាតែរឿងជាតិនឹងរឿងឥឡូវហ្នឹងគឺជារឿងដែលត្រូវការបញ្ញាឥឡូវហ្នឹងដើម្បីដោះស្រាយខ្ញុំណែគិតថាមនុស្សយើងមិនទៅរៀន counseling តែម្នាក់គួររក្សាសិទ្ធិហ្នឹងបើអ្នកណាទម្លាយរឿងខ្លួនឯងប្រាប់យើងគួរតែរក្សានៅអា confidentiality ឲ្យគេណាគិតថាល្អមែនតើព្រោះរឿងហ្នឹងវាជារឿងឯកជនជារឿងសង្គមយើងរហងៃឃើញញ៉ៃឃើញអារឿងប្តីប្រពន្ធគេសោះផ្អើលដោយលោកប្អូននិយាយមិញអញ្ចឹងវាអត់មានរឿងពាក់ព័ន្ធមួយសង្គមទេអាហ្នឹងរឿងប្តីរឿងប្រពន្ធគេអីចឹងហើយវាយ៉ាប់តារឿងប្តីប្រពន្ធហ្នឹងមិនព្រមដោះស្រាយគ្នាឯងមកឡាយឲ្យគេមើលដែរទៀតហ្នឹងវាចិត្តតែយ៉ាប់ចឹងវាយ៉ាប់ទាំងអស់តែគ្នាណារឿងប្តីប្រពន្ធឯងរឿងអីមកឡាយប្រាប់បោះឆ្នោតឃើញទេរឿងវាត្រូវទៅតុលាការវារឿងត្រូវទៅស្អីនោះដោះស្រាយនោះទេណោះវាគ្មានមកយក credit ពីអាសង្គមខាងក្រៅនេះទេរឿងគ្រួសារខ្លួនឯងអារឿងអីចឹងហើយទោះបីយ៉ាងម៉េចព្រោះវាអ្នកជេរអ្នកបចោអ្នកគ្រប់គ្រងហ្នឹងគ្មានទៅជួយអីកើតទេអាហ្នឹងគ្មានស្អីទេបានតែបែករឿងហ្នឹងឯងឃើញទេរឿងខ្លួនឯងរឿងគ្នាឯងអញ្ចឹងបានគេត្រូវមានអាហ្នឹងលក្ខខណ្ឌតែពីរដែលអាចគេអាចទម្លាយរឿងគេប្រាប់មុនទៀតទី1គឺបើយើងមានរឿងអក្រិតកម្មពាក់ព័ន្ធនឹងច្បាប់ណាអញ្ចឹងឯកសាររបស់យើងបើប៉ូលីសគេមកស្រាវជ្រាវបើប៉ូលីសមិនមកក៏គេមិនអោយទៀតអញ្ចឹងបើប៉ូលីសមិនមកគេអត់អោយទៀតណាប៉ូលីសគេមកស្រាវជ្រាវថាពីពាក្យប៉ុនអីខ្លះប៉ូលីសមកអាហ្នឹងគេត្រូវតែអោយហើយមួយទៀតគឺគេមើលសញ្ញាឃើញថាយើងអាចមិនស្រួលខ្លាំងហើយអាចបង្កនៅហានិភ័យអីមួយអាចបង្កគ្រោះថ្នាក់អាចគ្រប់គ្រងសតិអត់បានទៅស្លាប់គេស្លាប់ឯងអញ្ចឹងបើនៅក្នុងក្របខ័ណ្ឌបែបហ្នឹងឃើញថាវាមិនស្រួលខ្លាំងហើយគេអាច inform ទៅរាយការណ៍ទៅអាជ្ញាធរតែប៉ុណ្្នឹងគេមិនទៅប្រាប់សាធារណៈទៀតប្រាប់ទៅកន្លែងណាដែលគេគួរប្រាប់ថា client របស់ខ្ញុំហ្នឹង
អ្នកជំងឺរបស់ខ្ញុំដែលមករកខ្ញុំហ្នឹងវាមានបញ្ហាធ្ងន់ធ្ងរមែនទែនដែលលើសពីការរំពឹងទុកអាចនឹងប្រព្រឹត្តឧក្រិដ្ឋកម្មឬក៏ស្អីស្អីចឹងគេរាយការណ៍ទៅប៉ូលីសតែប៉ុណ្្នឹងឯងក្រៅពីហ្នឹងយកមកនិយាយសាធារណៈអីតាហ៊ាននិយាយរឿងគេបាច់ជាប់គុកព្រោះរឿងគេមានបានទៅប៉ះពាល់សង្គមណាគេខិនរឿងបាក់ចិត្តរបស់គេខិនរឿងប្តីប្រពន្ធគេខិនរឿងកូនចៅគេជាគេហៅថា privacy របស់គេអ្នកមនុស្សក្នុងសង្គមយើងបើយកច្បាប់ហ្នឹងយកមក apply គេណាថាគិតថាល្អរឿងរបស់គេរឿងអីមកវែកញែកឃើញទេវាមានពាក់ព័ន្ធហើយបើជាអ្នកនយោបាយវិញវាទល់អារឿងហ្នឹងវាពាក់ព័ន្ធគ្រោះថ្នាក់ដល់សង្គមអត់រឿងអ្នកដទៃហ្នឹងចាំយកមកនិយាយខិនអាលក្ខណៈរបស់គេសាមញ្ញក៏យកមកវិភាគដែរវាដូចអត់រឿងនិយាយណាអញ្ចឹងមើលទៅមើលរៀលមិញវាអត់រឿងដែលគូវិភាគគូថាចេញតែម្ដងគួរឲ្យមនុស្សមើលនោះវាដកចិត្តហ្មងណាហ្នឹងហើយមិនសូវនិយាយច្រើនម៉ានទេអ្នកដែលមានឥទ្ធិពលជាថ្នាក់អ្នកនយោបាយអីក៏ដោយប្រទេសដូចអង្គសានសុជីយើងមើលគាត់មិនសូវនិយាយច្រើនបន្សាគាត់ចេញម្ដងមិនយកបេះដូងប្រជាជនបានមិនមួយថ្ងៃអង្គុយតឡាយមុខដោយតអ្នកវិភាគដែរមិនអញ្ចឹងទេហ្នឹងហើយប៉ុន្តែដូចពួកយើងនេះត្រូវតែនិយាយអញ្ចឹងពួកយើងអ្នកនិយាយអ្នកបញ្យលយើងគ្មានគណៈបកស្អីផងត្រូវតែនិយាយត្រូវតែបញ្យលរាល់ថ្ងៃអាហ្នឹងអញ្ចឹងវិលមកសំណួរនឹងវិញថាអាត្មាឲ្យចម្លើយពីចង្ងាយតែម្ដងឲ្យមិនត្រូវទេត្រូវមានស្ទឹកអាត្មាត្រូវសួរព័ត៌មានណាខ្លះនៅមួយក្មេងនឹងហើយក្មេងនឹងមានអាការៈយ៉ាងម៉េចអីគឺត្រូវសួរផ្ទាល់បានដឹងព័ត៌មានថែមអាត្មាជួយបានអាត្មាថាអាត្មាមានអាត្មារៀនអាហ្នឹងហើយបានពធជាមេគាដ៏ត្រឹមត្រូវមួយទៀតហ្នឹងដល់ពេលចប់អាហ្នឹងខ្ញុំណាគិតថាលើសពីអ្នករៀនអាហ្នឹងធម្មតាដោយសារអីយើងចេះតិចនិកប៉ុន្តែតិចនិកទាំងអស់ហ្នឹងមិនសូវព្យាបាលទេយើងមានតិចនិកមួយទៀតរបស់ពុទ្ធគឺព្យាបាលហ្នឹងហើយអញ្ចឹងមិនចង់ជួបផ្ទាល់ជាងនិយាយតាមហ្នឹងប៉ុណ្្នឹងទេសាធុប្រគុណលោកម្ចាស់គ្រូសូមក្រាបថ្វាយបង្គំនិងចម្រើនពរសាច់ថ្មីម្ដងទៀតកម្មវិធីរបស់យើងបានផ្ដោតទៅលើចំណុចមួយគឺគុណរបស់អ្នកប្រាជ្ញប៉ុន្តែនៅការការពារអ្នកប្រាជ្ញដែលជាធាតុមួយសម្រាប់ប្រធានបទរបស់យើងដែលត្រូវមកជជែកនៅថ្ងៃនេះប៉ុន្តែមុននឹងឈានដល់ចំណុចនេះខ្ញុំគណៈអាត្មាសូមអាននៅការខមមិនមួយរបស់ញោមផល្លាអ៊ំគាត់បាននិយាយដោយចំណុចនេះគាត់និយាយទៅលើការបញ្យល់របស់លោកអូនរបស់អង្គគ្រូពនវិជោហេតុអ្វីมันប្រែคล้ายការត្រូវរំពាត់ទៅជាទណ្ឌកម្មផ្សេងជៀសវាងឲ្យបានដាច់ខាតនៅទណ្ឌកម្មដែលពិភពលោកគេកំពុងតែកាត់បន្ថយនៅពើហិង្សាហើយគាត់បានដាក់នៅរូបភាពមួយដោយលើកដៃសំពះញោមតាមពិតការលើកឡើងរបស់យើងរួមទាំងសំណេរនិងការរៀបចំនៅក្នុងនៃកិច្ចសន្យារបស់ព្រះមហាវិមលធម៌រួមទាំងយើងអ្នកសិក្សាយើងបានទទួលស្គាល់ហើយលោកចាស់គ្រូក៏ធ្លាប់បានបង្ហាញរួមមកហើយដែរថាចំណុចនេះគឺលោកចាស់គ្រូបានបោះបង់ចោលយូរមកហើយបើពិនិត្យទៅលើជាក់ស្ដែងទៅទៀតតាមអ្នកសិក្សាមកគឺទូទាំងពិភពលោកប្រហែលឆ្នាំមុនគឺសុទ្ធតែឆ្លងកាត់វិធីដែលបែបនឹងដូចគ្នាការវាយអីហ្នឹងមិនថានៅអឺរ៉ុបនៅអីទេគាត់ថាឥឡូវនេះអ្នកដែលអប់រំណាថាទស្សនវិជ្ជាអប់រំនោះគេបានធ្វើការសិក្សាដោយយកទៅលើវិធីសាស្ត្រមួយផ្សេងទៀតហើយយើងក៏ពោលដើរលើវិធីហ្នឹងដូចគ្នាបងហើយប្រគិនបងគ្រូពនវិជ្ជាដែរបើអាចជាបានខ្ញុំព្យាយាមជាទៅហើយខ្ញុំគិតថាណាសិនជាចំនួន3រំពាត់ទៅជា3រំពាត់ទៅជា3ម៉ែត្រអីណាគិតថាដូចតំណងណា
ណាក្នុងចំណុចហ្នឹងក៏កណាបានឧបការៈពីលោកម្ចាស់គ្រូស្ដាប់ទៅប៉ុន្តែគាត់ថាពេលខ្លះនៅពេលដែលយើងបានធ្វើកិច្ចការងារនៅពេលដែលការធ្វើនៅធម្មទេសនារបស់លោកម្ចាស់គ្រូបានដឹងថាអូកន្លែងហ្នឹងតន្តអ្នកមកអនុវត្តបានយល់ថាពេលខ្លះព្រោះយើងខ្វះវិធីផ្សេងដែលយើងធ្វើអញ្ចឹងប៉ុន្តែដល់ពេលយើងបានព្យាយាមស្ដាប់នឹងការស្វែងយល់យើងរកវិធីច្រើនឃើញក៏យើងអាចមានវិធីជាច្រើនដែលអាចផ្លាស់ប្ដូរមកបានប៉ុន្តែវិធីហ្នឹងយើងនឹងអាចនិយាយច្រើនប៉ុន្តែគាត់ថាវាមានវិធីមែនវិធីដូចជាលោកម្ចាស់គ្រូបានធម្មទេសនាអាចមានវិធីហើយវិធីដែលច្រើនបន្តទៅទៀតនឹងមានដែរប្រសិនបើអ្នកដឹកនាំដែលជាបញ្ញវន្តសង្ឃលោកមានឧបការៈតាមរយៈការសិក្សាជាពិសេសលោកអាចទូលមានខ្លួនឯងបានពេលខ្លះយើងដាក់តន្តកម្មកន្លែងខ្លះព្រោះយើងមិនអាចធ្វើខ្លួនឯងបានកន្លែងហ្នឹងប៉ុន្តែនៅពេលដែលយើងធ្វើបានវាអាចថាជាវិធីមួយវាអាចជាហេតុផលសង្កត់សង្កិនដល់កន្លែងខ្លះបានអាហ្នឹងវាមានវិធីដែលស្វែងយល់ប៉ុន្តែយើងវិធីជៀសវាងមានខ្ញុំកណាក៏ស្វែងយល់ឃើញថាមានហើយសប្តាហ៍នេះគឺมันមានឲ្យប្រើប្រាស់ដូច្នោះទេយើងមានលក្ខណៈផ្សេងជាច្រើនតាមរយៈយើងរកវិធីល្អណាតាទូអរគុណបងគ្រូអរគុណជានៃកម្មការហើយតាមពិតទៅរឿងរ៉ាវទាំងអស់នេះគឺខ្ញុំកណាអាត្មាគិតថាសូមឲ្យកិច្ចសន្យាឬក៏អ្វីដែលកើតមានតេតងនឹងរឿងរ៉ាវនៅក្នុងរងការដឹកនាំរបស់ព្រះមហាវិមលធមគឺក្រានទៅលើប្រទេសកម្ពុជាដើម្បីធ្វើការផ្លាស់ប្ដូរខ្ញុំកណាអាត្មានិយាយទៅគឺសម្លឹងទៅលើភាពវិជ្ជមានទៅវិញទេមិនបានក៏រឿងនោះទេតាមពិតទៅយើងអ្នកខាងក្រៅទេដែលឈួលឆាចំពោះព្រះមហាវិមលធមលោកគង់ប្រភពញញឹមនៅក្នុងវត្តលោកដូរវិធីសាស្ត្រលោករៀបចំអីមកស្រួលរបស់យើងក្នុងការរៀបចំវត្តมันជាបញ្ហាទេហើយសូមថ្លែងអំណរគុណដែរក៏ចំពោះញោមបលាដែលបានធ្វើការរំលឹកឡើងម្ដងទៀតដើម្បីប្រគេននឹងជូនធ្វើឲ្យសង្គមរបស់យើងបានដើរនិយាយទៅថាសង្គមអញ្ចឹងចាស់ថាសង្គមរបស់យើងបានដើរទៅស្របជាមួយនឹងមាគ៌ារបស់ពិភពលោកហើយមួយទៀតអ្នកដែលធ្វើការអប់រំនៅលើពិភពលោកជាពិសេសអ្នកដែលសិក្សាលម្អិតទៅលើប្រសិទ្ធភាពនៃការអប់រំនោះគឺគេបានដើរមុនយើងអញ្ចឹងហើយវិធីសាស្ត្រនេះគឺយើងដើរមុនយើងនឹងតាមពិតឲ្យសង្គមខ្មែរទេប៉ុន្តែវិធីសាស្ត្រដែលនិយាយថារបៀបស៊ីវិល័យតទៅក្នុងពុទ្ធសាសនាហ្នឹងគឺមានតាំងពីយូរហើយគាត់នៅថានេះយើងភ្ជាប់ជាមួយបរិបទសង្គមទេបងហើយរហូតដល់មានបព្វជិតខ្លះហ្នឹងបានលើកឡើងទៅជាទោសទៅជាបៃអីតទៅនឹងអាបត្តិការធ្វើតនកម្មនឹងផងប៉ុន្តែយើងមិនរំលឹកដល់ចំណុចនេះទេគឺយើងនិយាយអំពីអ្វីដែលពាក់ព័ន្ធជាមួយនឹងសង្គមជាតិរបស់យើងជាមួយនឹងបរិបទជាក់ស្ដែងហើយចំពោះក្រុមសាពុទ្ធសាសនានោះគឺលោកបានដើរក្នុងពិធីផ្សារបែបណាហ្នឹងគឺញោមញាតបានដឹងរួចមកហើយខ្ញុំកណ្ណាអាត្មាសូមវិលមកប្រធានបទរបស់យើងដើម្បីបញ្ចប់តាមពិតការសន្ទនាមកបរិយាយមកថ្ងៃនេះហ្នឹងគឺរៀងយូរច្រើនក្រែលមកហើយដែរនៅខាងប្រទេសញូហ្សេឡង់ខ្ញុំកណ្ណាអាត្មានេះគឺមក12-20នាទីយប់ហើយខាងលោកចាក់គ្រូប្រហែលជាម៉ោង10ម៉ោងអញ្ចឹងម៉ោង10ហើយម៉ោង10កន្លះដែរហើយនៅពេលវេលាយប់ចំណុចម៉ោង6កន្លះកណាជាលៀបសំណាងសម្រាប់អ្នកស្រុកខ្មែរខ្ញុំកណាអាត្មាសូមវិលមកសូមដោយត្រង់តែម្ដងប្រគេនលោកចាស់គ្រូខ្ញុំកណាអាត្មាខ្ញុំកណាសូមលើកពីខាងដើមបន្តិចដែរថាជាធម្មតាទេថាតាមពិតតម្លៃរបស់អ្នកប្រាជ្ញឬតម្លៃរបស់បណ្ឌិតហ្នឹងគឺលោកមានរួចស្រេចហើយដោយតែលោកចាស់គ្រូបានលើកឡើងពីឧទាហរណ៍ពីពន្លឺរបស់ព្រះច័ន្ទពីពន្លឺរបស់ព្រះអាទិត្យគឺមានរួចស្រេចទៅហើយទោះបីថាយើងបិទភ្នែកមិនចង់ឃើញមិនចង់ដឹងមិនចង់ឮគឺមានរួចស្រេចទៅហើយប៉ុន្តែនៅក្នុងនេះខ្ញុំកណាសូមលើកអង្គមួយនៅក្នុងនៃបរិហានីយធម៌ដែលបានប្រើនៅក្នុងសម័យពុទ្ធកាលដែរនៅក្នុងអាណាចក្រមួយនៅក្នុងប្រធានធាជំនាន់មុនគឺដើម្បីឲ្យប្រទេសនឹងคล้ายទៅឈរនៅក្នុងទីតាំងជាអ្នកឈ្នះ
គឺនៅក្នុងប្រទេសហ្នឹងត្រូវតែការពារអ្នកប្រាជ្ញការពារអ្នកសាសនានេះទាំងនោះណាអញ្ចឹងបានការលើកឡើងរបស់ប្រធានបទដែលលើកឡើងរបស់បងគ្រូប៉ុនវិជោគឺគិតថាមានលក្ខណៈសមស្របប៉ុន្តែអ្វីដែលជាក់ស្ដែងនេះគឺមកដល់បច្ចុប្បន្នកាលនេះលោកចាស់គ្រូការខមមិនចុះខមមិនឡើងរវាងអ្នកការពាររវាងអ្នកប្រឆាំងនេះចុះឡើងហ្នឹងខ្ញុំកណាពេលខ្លះកណាគិតថាជួនកាលការពារហ្នឹងរបៀបដូចជន់បលិចទៅវិញហ្នឹងចាស់គ្រូដូចជាការលើកឡើងខ្លះរបស់ចង់លើកលោកចាស់គ្រូទៅជាអ្នកប្រាជ្ញឬក៏លើកព្រះអង្គនេះព្រះអង្គនោះជាអ្នកប្រាជ្ញអីអញ្ចឹងទៅហើយអ្នកដតីគេខមមិនមកក៏ខំការពារចុះឡើងហើយខ្ញុំកណាគិតថាបើសិក្សាឲ្យមានលក្ខណៈស៊ីជម្រៅដូចជាការបកស្រាយរបស់លោកចាស់គ្រូពេលកណ្ដាលមកហើយយើងខ្លួនឯងអ្នកគាំពៀអ្នកការពារនឹងវាគួរណាស់តែប្រើពាក្យឲ្យបានសមស្របដើម្បីទី1រក្សាតម្លៃរបស់បុគ្គលដែលយើងកំពុងគម្រប់កំពុងឲ្យតម្លៃនឹងផងហើយបើវាជ្រុលពេកវាទៅជាធ្លាក់ទៅវិញទេរហូតដល់ពេលខ្លះទៅយល់ច្រឡំថាលោកចាស់គ្រូឬក៏បុគ្គលផ្ទាល់ហ្នឹងគឺជាអ្នកកំណត់ថាឲ្យហៅអញ្ចឹងឲ្យគិតអញ្ចឹងឲ្យផ្ដល់តម្លៃមកខ្លួនអញ្ចឹងដោយព្រះមហាវិមលធម៌អញ្ចឹងតាមពុទ្ធលោកអត់ដែលខ្វល់អំពីរឿងបច្ចុប្បន្នភាពរបស់លោកទេអ្វីដែលលោកត្អូនហ្នឹងលោកថាលោកហត់នឿយលោកចង់បាននេះលោកចង់បាននោះលោកមើលទៅដៅប៉ុន្តែអ្នកមើលវាខាងក្រៅដែលមិនសូវពាក់ព័ន្ធទៅវិញទេដែលអ្នកធ្វើការតិចក្នុងរឿងហ្នឹងទៅវិញទេដែលនាំវាខ្វល់ខ្វាយគឺរឿងហ្នឹងច្រើនហើយបានប្រកាសខ្លួនថាខ្លួនកំពុងតែធ្វើការការពារបុគ្គលទាំងអស់ហ្នឹងអញ្ចឹងខ្ញុំកណាបានលើកអំពីតល័យកមួយតកតងនឹងរដ្ឋមួយដែលប្រហានយធននឹងមួយហើយនឹងការការពារបុគ្គលដែលគិតថាមានប្រយោជន៍សម្រាប់សង្គមក្នុងពេលវេលាបច្ចុប្បន្នខ្ញុំកណាអាត្មាគិតថាខ្ញុំកណាមិនប្រកេនទូនីតិនេះប្រកេនបងគ្រូប៉ុណ្ណវិជោទេដោយសារពេលវេលាបានកន្លងទៅច្រើនហើយការអ្នកស្ដាប់រដ្ឋេរានុទ្រៈគ្រប់ព្រះអង្គរួមទាំងញោមញាតនៅក្នុងប្រទេសកម្ពុជានឹងក៏បានចំណាយពេលវេលាក្នុងការស្ដាប់នឹងច្រើនមកហើយដែរប្រកេនលោកចាស់គ្រូដែលត្រង់តែម្ដងលោកចាស់គ្រូថាតើតើនឹងថាការការពារអ្នកប្រាជ្ញឬក៏ពហុសោតតើយើងគួរធ្វើទៅតាមវិធីណាខ្លះលោកចាស់គ្រូហើយមួយទៀតខ្ញុំកណាចង់បានសារពីម្ចាស់គ្រូដែរថាលក្ខណៈសម្បត្តិរបស់បុគ្គលដែលត្រូវទៅការពារអ្នកប្រាជ្ញហ្នឹងក៏គួរតែមានលក្ខណៈសម្បត្តិយ៉ាងណាដែរលោកចាស់គ្រូណាសម្រិទ្ធនិមន្តគឺណាសាធុទេអ្នកគ្រប់គ្រងឬក៏ការពារនៅអ្វីមួយហ្នឹងគឺជាអ្នកដែលបានយល់ច្បាស់ពីអ្វីនោះមិនបាច់លើកអីខាងក្រៅទេលើកតែពាក្យព្រះបរមគ្រូជាម្ចាស់នៃយើងហ្នឹងថាសាសនាព្រះអង្គហ្នឹងគឺមិនអាចវិនិច្ឆ័យអន្តរធានដោយអ្នកខាងក្រៅទេគឺដោយកូនចៅនឹងឯងហើយកូនចៅដែលអាចធ្វើឲ្យវិនិច្ឆ័យហ្នឹងគឺកូនចៅអត់ខ្វល់រៀនសូត្រអ្វីដែលព្រះអង្គប្រៀនអត់ប្រតិបត្តិនៅអ្វីដែលព្រះអង្គប្រៀនហ្នឹងអានឹងអាលាយមកហើយធម្មវិន័យរបស់ព្រះអង្គដែលរុងរឿងទៅបានហ្នឹងគឺរុងរឿងទៅបានមានពាក្យហ្នឹងជាមួយព្រះអនន្តថាយោបនធម្មាភិក្ខុនៃវាអីជាដើមហ្នឹងថាសិក្សានៅអ្វីដែលព្រះអង្គបរៀនហ្នឹងដោយសេចក្តីគោរពហើយប្រតិបត្តិដោយសេចក្តីកោតក្រែងដោយសេចក្តីជ្រះថ្លានោះឯងគឺជាបដិបត្តិទៅបូជាជាបូជាដ៏ឧត្តមជាការតាំងនៅនៃព្រះសទ្ធធម៌ហ្នឹងហើយមិនបាច់លើកពុទ្ធក៏បានយើងលើកតែអ្នកប្រាជ្ញខាងផ្លូវលោកធម្មតាអ្នកទស្សនវិជ្ជាដូចសូក្រាតអីចឹងសូក្រាតដែលអាចមានឈ្មោះដល់រាល់ថ្ងៃដោយសារសិស្សគាត់រៀនសូត្រចែកម្លែកដល់យើងបើអ្នកនៅចិត្តគាត់នោះមិនរៀនពីស្អីដែលជាទស្សនៈរបស់គាត់ហើយមិនចែករំលែកនៅអ្វីដែលជាទស្សនៈរបស់គាត់ទេយើងប្រជាជនអត់ដឹងទេលាយឈឹងហ្មងមិនបាច់ពីណាទៅវាយសូស្ក្រាតដូចគ្នានេះដែរដូចគ្នាដូចជានៅក្នុងសង្គមយើងត្អូញដែរថាអូយមនុស្សឥឡូវជេរបចោច្រើនអីច្រើនយើងកុំគ្រាន់តែឃើញប៉ុណ្ណឹងយើងជួយផ្សាយឥទ្ធិពលនៃការអត់ជេរវិញដូចមានពេលមួយខ្ញុំកណាដាក់ក្នុង page ថាអ្នកខាងក្រៅគេចូលមកជេរអានឹងយើងហាមគេមិនបានទេព្រោះគេមានទស្សនៈផ្ទុយពីយើងហើយ
តែយើងដែលបានយល់តម្លៃនៃពាក្យសម្ដីល្អដែលអត់ជេរហើយបើតត្រូវតដោយពាក្យល្អនេះឯងគឺជាការបន្សាបនៅពាក្យជេរនោះហើយបើយើងឌឺដងទៅវិញបើយើងជេរទៅវិញមានន័យថាយើងកំពុងតែផ្សាយឥទ្ធិពលជេរនៅក្នុងភេកថ្មទៀតនឹងអញ្ចឹងដូច្នេះដូចអង់គ្លេសគេថា love me love my dog បើស្រឡាញ់ខ្ញុំស្រឡាញ់ចកែខ្ញុំផងណាហ្នឹងហើយបើយើងស្អប់អ្នកជេរវាទល់តែយើងកុំជេរឃើញទេហើយបើអ្វីដែលដូចខ្ញុំកណាអាត្មានិយាយអាត្មាគ្រប់គ្រងពាក្យសម្ដីល្អដែលយើងអាចនិយាយគ្នាបានយើងអត់ជេរអត់ចោលនៅក្នុងសង្គមគ្រាន់តែយើងអត់ជេរមួយកាត់បន្ថយចំហាយរបស់ការជេរមួយបាត់យើងរៀនប្រើពាក្យសម្ដីល្អៗទៅវិញយើងបន្សាបពាក្យជេរហ្នឹងហើយបើតាណានិយាយគ្នាមិនបាននៅតែជេរមកទៀតដើរហួសពួកបុគ្គលអ្នកបកកាយជេរដែលពីមុនខ្ញុំមិនណែគិតថាដូចចង់និយាយចង់អីចង់ដែរប៉ុន្តែពេលមើលមេគារបស់ពុទ្ធទេបើមើលថាគេពេញហើយឬក៏ផ្កាប់ហើយយើងទៅស្រោចទឹកល្មិចនោះទៅស្រោចឲ្យអ្នកណាដែលគ្នានៅត្រង់ចេះជួយចាក់ឲ្យខ្ញុំតិចមកនោះហើយយើងហុចចង់ចាក់ឲ្យគេផ្កាប់របស់គេចេះហើយចេះទៅទៀមទាអត់មិនកើតព្រះក៏លោកធ្វើមិនកើតដែរអានោះឃើញទេអញ្ចឹងវាមានតែយើងទេយើងស្អប់អីកុំធ្វើនឹងដូចមកលើកឲ្យចំចោះដូចបងផៃម្នាក់អញ្ចឹងតាមគាត់ក៏អត់ត្រូវមានទោសអីច្រើនទេបើសិនជាគាត់លើកតែការវ័យសាមណេរនឹងនិយាយអស់ប៉ុន្តែគាត់ខុសត្រង់គាត់ប្រមាថទេឃើញទេដែលទៅជាបញ្ហាចាំបាច់ទៅសុំទោសចាំបាច់គេនិន្ទាច្រើនហ្នឹងកុំតែគាត់ប្រមាថកុំអត់អីសោះឃើញទេអត់មានបញ្ហាអីសោះអញ្ចឹងបញ្ហាត្រង់អីត្រង់វាជ្រុលជាកូដទៅហិង្សាប្រមាថកាប់ចោលប្រមាថបាញ់ចោលអានេះជាបញ្ហាឃើញទេបើគាត់កុំប្រើពាក្យប៉ុណ្ណឹងនិយាយតែហេតុផលខាងនិយាយថាបើយើងអប់រំនិយាយពាក្យស្រួលនេះនិយាយគ្នានិយាយពាក្យស្រួលថាទីគុណហើយខ្ញុំកណាមើលទៅវាអសូរណាបើកាត់បន្ថយវ័យបន្តិចបានអត់លើកតែប៉ុណ្ណឹងអត់មានបញ្ហាទេឬក៏ប្រើវិធីផ្សេងបានអត់អានេះពាក្យសម្ដីដែលគួរនិយាយគ្មានណាចាប់ទោសបានទេឃើញទេដែលព្រះបរមគ្រូព្រះអង្គត្រាស់ថាអ្នកទាំងឡាយគប្បីមានដំណើរឲ្យដូចសត្វបក្សីចឹងទៅកុំឲ្យមានស្នាមបក្សីទៅហៅតស្នាមទេទៅដោយកុំឲ្យមានស្នាមទៅដោយកុសលធម៌ទៅដោយសេចក្តីល្អអត់ស្នាមអត់កំហុសឃើញទេតែបើយើងទៅដោយក្រោធទៅដោយខឹងទៅដោយប្រមាថយើងមានស្នាមដល់មានស្នាមយើងអាចខ្លាចជាជនរងគ្រោះច្បាស់ហ៎ច្បាស់មេគាពុទ្ធចឹងឈ្នះជានិច្ចមេគាពុទ្ធឈ្នះជាមួយជានិច្ចឈ្នះទាំងអាកំហឹងខ្លួនឯងនេះទៀតបុគ្គលពីលមើលឃើញថាខ្សោយមើលឃើញថាចាញ់មិនដឹងទេប៉ុន្តែមេគាពុទ្ធគឺឈ្នះជានិច្ចដើរអត់មានស្នាមឃើញទេហ្នឹងហើយប៉ុន្តែយ៉ាងណាក៏បានគ្រាន់បើទេគាត់បានទៅថ្វាយអង្គមលោកអីចឹងណាបើគាត់ថាគុំតែប្រមាថតន្តិចប៉ុណ្ណឹងអាហ្នឹងដែលឆ្លោះបញ្ចាំងដែលខ្ញុំកណាធ្លាប់និយាយថាបើអ្នកចង់សម្អាតរបស់កក្រិចកុំយកទឹកកក្រិចទៅលាងហ្នឹងហើយកុំយកទឹកកក្រិចទៅលាងហ្នឹងដូចឧទាហរណ៍ដូចខ្ញុំណាឧទាហរណ៍ថាឥឡូវមន្ទិលវានៅលើនេះវាប្រឡាក់អញ្ចឹងទៅខ្ញុំដូចថាអាចចិញ្ចក់មកដុំវាធ្លាក់លើហ្នឹងយើងទៅពេកកថោនំដៅជះឈុចឲ្យវាចេញហ្នឹងទៅជួនកាលវាខ្ទាតទៅមែនក៏ប៉ុន្តែទឹកកថោប្រឡាក់ហ្នឹងភ្នែកអ្នកក្រោយឈប់ឃើញអាចកដោហើយនឹងឃើញទឹកកថោរបស់យើងហ្នឹងឃើញទេតាមពិតការវៃដាក់តនកម្មសាមណេរនោះជ្រុលបន្តិចមែនប៉ុន្តែដល់គាត់ប្រមាថទស្សនិកជនបងវ៉ែមករកការប្រមាថរបស់យើងហ្នឹងឃើញទេព្រោះយើងស្អប់ហិង្សាដល់យើងប្រមាថការទៀតនឹងហិង្សាសម្ដី
ចឹងដើម្បីកាត់បន្ថយការជេរប្រមាថនៅក្នុងសង្គមរបស់យើងការមើលងាយមនុស្សមើលងាយអីហ្នឹងស្អប់អីកុំធ្វើហ្នឹងចាំតែពាក្យហ្នឹងមួយស្អប់អីកុំធ្វើហ្នឹងប្រើវិធីដែលផ្ទុយពីហ្នឹងរហូតហ្នឹងហើយស្អប់កំហឹងប្រើមេត្តាស្អប់ទុច្ចរិតវាចាប្រើសុភាសិតឃើញទេនឹងចឹងជាអ្វីដែលខ្ញុំកណាលើកឡើងចុងក្រោយនេះថាបើយើងស្រឡាញ់អ្នកចេះដឹងកុំស្រឡាញ់ត្រឹមមនុស្សត្រូវមើលទៅដល់អំពើត្រូវមើលទៅដល់សមិទ្ធផលអានឹងទៅច្បាស់បើយើងកាន់ត្រឹមបុគ្គលយើងអាចជ្រុលខ្លួនយើងធ្លាប់លើកបុគ្គលហ្នឹងថ្ងៃក្រោយបុគ្គលហ្នឹងធ្វើអាក្រក់អីជួនកាលវាធ្លាប់គ្រប់គ្រងហើយមិនហ៊ានវាធ្លាប់វាជាប់បើយើងដោតទៅលើអំពើយើងអាចដោះខ្លួនបានខ្ញុំគ្រប់គ្រងការនោះព្រោះឃើញសមិទ្ធផលនេះដូចព្រះបរមគ្រូអញ្ចឹងកាលទេវតតបួសដំបូងព្រះអង្គសរសើរទេវតតថាទេវតតនៅល្អការនឹងល្អមែនបើមិនល្អមិនសម្រាប់ឈានទេព្រោះតែទេវតតល្អនឹងហើយបានព្រះអង្គឲ្យទេវតតទៅអប់រំទូនមានភិក្ខុនីព្រោះអ្នកទទួលមានភិក្ខុនីត្រូវជាភិក្ខុល្អចេះដឹងច្រើនមានចិត្តល្អទៀតអញ្ចឹងកាលមុនទេវតតមិនល្អប៉ុន្តែមិនមែនជាប់មួយទេវតតឯងទេណាគឺអំពើទេវតតឯងល្អបានតថាគតឲ្យអ្នកឯងទទួលមានភិក្ខុនីប៉ុន្តែក្រោយមកពេលភិក្ខុទេវតតប្រែចិត្តអាក្រក់បុគ្គលដដែលទូនមានលែងបានប្រព្រឹត្តអាក្រក់ហាមលែងស្ដាប់ព្រះអង្គឲ្យប្រកាសទោសទេវតតអត់ខ្លាចទៀតឃើញទេអត់ខ្លាចព្រោះព្រះអង្គគ្រប់គ្រងតែលើអំពើទេបើអំពើល្អមិនថាណែឯងជាអីដូចខ្ញុំណាលើកពីរឿងភ្លើងមិញអញ្ចឹងថាមិនថាភ្លើងឆេះពីអាចគោឬក៏ភ្លើងឆេះពីអុសទេឲ្យតែដាំបាយឆ្អិនឃើញទេនៅពេលណែឯងធ្វើមិនល្អអត់រឿងទេវតតចដូនមួយយើងអត់ទេខុសគឺខុសហើយឃើញទេគឺដាច់ផឹងមេគាព្រះអង្គគឺដាច់ផឹងហ្មងហ្នឹងហើយអញ្ចឹងត្រូវមើលទៅលើសមិទ្ធផលត្រូវមើលទៅលើគោលដៅថាតើធ្វើនឹងមានប្រយោជន៍អីខ្លះបើយើងជាប់ត្រឹមបុគ្គលបាំងទាំងអស់ស្រឡាញ់ពេកបាំងស្អប់ពេកបាំងហ្នឹងហើយបាំងរស់គុណភាពពិតមិនអត់ឃើញទេអញ្ចឹងបុគ្គលដែលព្រះអង្គឲ្យបណ្ឌិតឲ្យអីក៏ដោយក៏ឲ្យមើលទៅលើកាយវាចាចិត្តនឹងតែម្ដងអត់ឲ្យជាប់លើបុគ្គលទេក៏ណាអញ្ចឹងប៉ុណ្ណឹងទៅយកជ្រៅហើយយើងនគររាជលងទឹកឈ្មោះនគររាជលងទឹកករណីមានសំណួរមួយប្រកេនលោកម្ចាស់សូមលោកម្ចាស់ជួយបកស្រាយផងករណីបានបែកគ្នាហើយនៅតែនឹកគាត់ទាំងដឹងថាគាត់មានថ្មីហើយកណាក៏មានថ្មីដូចគ្នាតើខុសដែរទេសភាវៈរបស់ចិត្តនឹងវានៅនឹកអញ្ចឹងវាជារឿងធម្មតាព្រោះធ្លាប់មានអនុស្សាវរីយ៍ធ្លាប់អីហ្នឹងឲ្យភ្លេចមិនកើតប៉ុន្តែគ្រាន់ថាយើងកុំបណ្ដោយឲ្យវាធ្លោះធ្លោយរហូតដល់ប្រព្រឹត្តខុសច្បាប់ខុសទម្លាប់អីប៉ុណ្ណឹងប៉ុន្តែត្រឹមតែមកនឹកហ្នឹងវាធ្វើម៉េចធម្មតាអញ្ចឹងទៅហើយក៏ប៉ុន្តែមិនបានន័យថាបណ្ដោយទេទទួលស្គាល់ការពិតថាវានឹកអញ្ចឹងតែយើងក៏បីព្យាយាមធ្វើអីដែលវាមានប្រយោជន៍ជាងហ្នឹងយកពេលវេលាទៅគិតរឿងអីដែលមានប្រយោជន៍ទៅយូរទៅវាធម្មតាហើយគ្រប់យ៉ាងទោះវាធ្លាប់ក្តៅប៉ុណ្ណាក៏ដោយឆ្លងកាត់ពេលវេលាវាគង់តែត្រជាក់ទេចិត្តហ្នឹងដូចគ្នាចឹងដែរហ្នឹងហើយយើងបដូរការនឹកហ្នឹងទៅជាអនុគ្រោះបដូរការនឹកហ្នឹងទៅជាមេត្តាបដូរការនឹកដោយរាគៈហ្នឹងទៅជាចិត្តមុទិតាឃើញគេសុខនឹងក្រុមគ្រួសារគេវិញចឹងទៅណាឲ្យវាទៅជាអញ្ចឹងចឹងមិនបាច់ទៅស្អប់វិញទេមិនបាច់ទេឧទាហរណ៍ថាឥឡូវបែកគ្នាហើយយើងមិនបានគ្នាទេវាចិត្តវានៅតែស្រឡាញ់នៅតែនឹកចឹងតាមតែគំនិតស្នេហានោះវានៅតែនឹកចឹងបើគ្រាន់ថាគេក៏មានគ្រួសារហើយយើងក៏មានគ្រួសារហើយក្តីស្រឡាញ់ឲ្យវានៅអញ្ចឹងចុះប៉ុន្តែសុំឲ្យក្តីស្រឡាញ់ហ្នឹងคล้ายពីស្រឡាញ់ដោយលោភៈឲ្យទៅជាស្រឡាញ់ដោយមេត្តាទៅជាសប្បាយចិត្តឃើញនឹងគេជួបជុំគ្រួសាររបស់គេចឹងទៅណាឲ្យឃើញថាមនុស្សដែលយើងស្រឡាញ់ហ្នឹងរស់នៅសុខដុមរមនាជាមួយគ្រួសារគាត់ទៅចុះហ្នឹងហើយមិនបាច់ទៅធ្វើម៉េចឲ្យភ្លេចមិនបាច់ភ្លេចប៉ុន្តែឲ្យចិត្តហ្នឹងคล้ายពីអាស្រឡាញ់ចង់បានមកអញឲ្យជាស្រឡាញ់ទៅការរាប់អាន
ទៅជាត្រេកអរនឹងគេបានសុខនឹងក្រុមគ្រួសាររបស់គេទៅចោះហ្នឹងហើយខ្ញុំក៏មានពេលវេលាសម្រាប់គ្រួសាររបស់ខ្ញុំចឹងដែរហ្នឹងអញ្ចឹងស្រឡាញ់នឹងមិនអាក្រក់ទេនឹកនឹងក៏មិនអាក្រក់ដែរប៉ុន្តែប្រែคล้ายពីនឹកចង់បានមកជារបស់អញឲ្យការនឹកនឹងទៅជាមេត្តាធម៌ទៅជានឹកនឹងទៅជាមុទិតាធម៌ត្រេកអរនឹងគេបានសេចក្តីសុខទោះបីគេមិនបានសុខក៏មានបំណងឲ្យគេបានសុខនឹងក្រុមគ្រួសារគេដល់កូនចៅរបស់គេចឹងតាហ្នឹងហើយតទៀតឈ្មោះពៅដាថ្វាយបង្គំអីសពគ្រប់មកខ្ញុំកណាកាលពីម្សិលមិញបានលើគុណម្ចាស់ប្រាប់ទៅកូនចៅថាបើព្រះសង្ឃយកបច្ច័យផ្ទាល់ខ្លួនយកមកចូលជាមួយការកសាងវត្តនោះវាអាចចង្រៃដល់វត្តនោះតើនេះជាការពិតឬទេបើបច្ច័យ4ហ្នឹងកើតឡើងតាមធម៌វិន័យអត់អីទេអញ្ចឹងកើតឡើងតាមធម៌វិន័យឧទាហរណ៍ថាគេបវរណាត្រឹមត្រូវមានវិយាវចៈជាអ្នកកាន់ទុកដាក់ត្រឹមត្រូវលោកចូលអត់អីទេអាហ្នឹងគឺកើតឡើងស្របតាមវិន័យប៉ុន្តែចង្រៃហ្នឹងគឺថាលុយកាក់ដែលកាន់មិនត្រូវខុសវិន័យដែលអញ្ចឹងលុយហ្នឹងវាទៅជាចង្រៃទៅហើយធ្វើអីទៀតក៏វាចង្រៃដែរហ្នឹងហើយឬមួយខ្ញុំកណាចាំច្រឡំហ្នឹងហើយមិនច្រឡំទេត្រូវហើយប៉ុន្តែខិនបច្ចៈហើយបើមែនតើគុណម្ចាស់ចង់សម្ដៅលើបច្ច័យបន្តខ្លួនរបស់ព្រះសង្ឃឬមួយបច្ច័យដែលសង្ឃទូទៅបានពីពុទ្ធបរិស័ទគឺលុយបន្តខ្លួនលុយបរិស័ទអត់អីពីព្រោះអីពីព្រោះព្រះអង្គហាមមិនឲ្យកាន់មាសនិងប្រាក់នឹងឯងតែកាន់ទៅវាខុសវិន័យហើយនៅខុសវិន័យយកទៅធ្វើទៅអារបស់កើតពីនឹងវាខុសវិន័យដែរតែបើសក់ប្រើអត់បញ្ហាទៅលោកប្រើទេរបស់កសាងហ្នឹងនេះវាពាក់ព័ន្ធនឹងធម៌វិន័យជ្រៅជ្រះទៅវានិយាយទៅក៏វាបានតែនិយាយបានតែថាទៅសង្គមយើងធ្វើអត់កើតបានតែឆ្លោះគ្នាអញ្ចឹងបើញាតិញោមចង់ធ្វើកត់មួយដែលល្អជ្រះថ្លាធ្វើបើថាឃើញលោកអង្គណាលោកកាន់លុយយកទៅចូលហ្នឹងមិនបាច់យកទេលោកចាស់ទុកចាយចុះកណាពួកកណាធ្វើអញ្ចឹងគាត់អត់អីទេគាត់នឹងឬក៏សាលាហ្នឹងអត់អីអត់ទៅជានិស្សគីអត់ទៅជាអីទេញាតិញោមធ្វើតែលុយកាក់ញាតិញោមចុះបាច់ឲ្យលោកចូលទេហ្នឹងហើយទោះបីលោកអ្នកប្រើហ្នឹងត្រួតត្រងវិន័យមិនត្រួតត្រងវិន័យតែគាត់ហ្នឹងអត់ចង្រៃទេតែបើសិនជាលោកយកអាលុយជានិស្សគីយកទៅចូលលោកអ្នកត្រួតត្រងវិន័យទៅប្រើក៏មានទោសដូចគ្នាអាហ្នឹងខ្មែរគាត់ឲ្យកលឹះប៉ុណ្ណឹងប៉ុន្តែមិនបាច់ទៅរោរឿងទេយើងមួយកាន់លុយសឹងតែគ្រប់គ្នាទៅហើយប៉ុន្តែថាបើចង់ឲ្យកត់នឹងកើតឡើងថាកន្លងថ្ងៃក្រោយទៅមានលោកណាត្រួតត្រងវិន័យលោកមិនពាក់ព័ន្ធរឿងលុយរឿងកាក់អីចឹងមកនៅលោកមិនមានទោសអញ្ចឹងណាបើជិះជ្រះថ្លាធ្វើមិនបាច់យកលុយលោកធ្វើទេធ្វើតែលុយគ្នាឯងទៅទុកឲ្យលោកចាយខ្លួនលោកទៅវាមានទោសក៏ទោសទៅលោកទៅវាមិនពាក់ព័ន្ធនឹងសេនាសនៈនឹងទេស៊ីលវ៉ាថាវរីកូនណាឆាប់មានចិត្តខឹងម្ដាយណាឲ្យតែគាត់និយាយប៉ះពាល់ទឹកចិត្តដែលមិនសមហេតុផលកណាតែងតែព្យាយាមប្រាប់ខ្លួនឯងជានិច្ចថាកុំខឹងធ្វើចិត្តកុំឲ្យខឹងពេលត្រូវគាត់និយាយម្ដងទៀតតែចិត្តនៅតែឆេវខឹងម៉ែចិត្តនេះពិបាកទប់ពិបាកសង្កត់កណាមិនដឹងត្រូវរៀនអប់រំចិត្តបែបណាត្រូវរៀនពីចិត្តនឹងឲ្យយល់ណាកុំរៀនសង្កត់កុំរៀនទប់ត្រូវរៀនឲ្យយល់អ្វីដែលត្រូវចម្រើននឹងគឺចម្រើនការយល់ពីដំណើររបស់ចិត្តនៅពេលដែលយើងកាន់តែយល់ពីវាកាន់តែស្គាល់ពីវាយើងអត់មានអារម្មណ៍ថាទប់ទេអញ្ចឹងឲ្យតែពេលថាយើងទប់ហ្នឹងគឺយើងអត់យល់ពីវាព្រោះអីអាតួដឹងតួយល់ជាតួបញ្ញាដែលវាកើតឡើងហ្នឹង
វាប្រឆាំងមួយតោសៈហ្នឹងស្រាប់ហើយមិនមែនចាំបាច់យើងទៅប្រឆាំងមួយតោសៈទេណាពីព្រោះអីកុសលឲ្យតែកុសលកើតឡើងកុសលមានឈ្មោះថាម៉េចអកុសលវុធាំងសនៈរៈសੰកុសលដែលជាកុសលហ្នឹងទល់តែមានតួនាទីកំចាត់អកុសលអញ្ចឹងតួតោសៈតួខឹងជាអកុសលអញ្ចឹងតួនាទីរបស់យើងបើកឱកាសយ៉ាងម៉េចឲ្យតែកុសលកើតណាបើយើងនិយាយប្រៀបធៀបពីផ្នែករូបធម៌ក្នុងដែលយើងប្រើវិញអកុសលដូចមេរោគរីឯកុសលប្រៀបដូចជាឱសថសម្រាប់ព្យាបាលអញ្ចឹងយើងមិនមែនទៅកំចាត់មេរោគកើតទេទប់កុំឲ្យក្តៅខ្លួនអានេះនិយាយប្រៀបធៀបរូបយើងទប់មិនកើតបើមេរោគវាស៊ីហើយមេរោគវាធ្វើការហើយវាប្រតិកម្មហើយវាត្រូវតែក្តៅខ្លួនណាអញ្ចឹងបើយើងដឹងយើងមិនទៅទប់មិនកុំឲ្យក្តៅអញ្ចឹងត្រូវមើលថាទៅលេបថ្នាំអីព្យាបាលមិនលេបថ្នាំអីហើយថ្នាំហ្នឹងវាទៅធ្វើការប្រឆាំង virus ឬក៏ជា disease ជាជំងឺហ្នឹងថ្នាំតើវាអ្នកធ្វើការមិនមែនយើងទេដូចគ្នាតួសតិបញ្ញាទេតើដែលវាទៅកំចាត់អកុសលឃើញទេតួបញ្ញាទេតើអញ្ចឹងបានជាព្រះអង្គប្រើពាក្យថាភាវនានឹងចម្រើនអីគឺចម្រើនកុសលចម្រើនសតិចម្រើនបញ្ញាអញ្ចឹងវាមិនមែនតែច្រើនទៅគោនៅឯណាទេពាក្យថាវាច្រើនវាថ្នាក់ទៅគឺវាមានតួនាទីវាយជាមួយអកុសលវាវាកន្លែងអត់ឲ្យអកុសលហ្នឹងមករំខាននៅពេលដែលកុសលកើតអញ្ចឹងខិតចិត្តខឹងច្រើនហ្នឹងក៏ដឹងថាអកុសលវាច្រើនអកុសលវាកើតញឹកឱកាសនៃកុសលមែនទែនឱកាសនៃបុណ្យរបស់យើងនឹងវាកើតតិចពេកបានទៅប្រឆាំងជាមួយនឹងខឹងនឹងមិនបានអញ្ចឹងណាហើយដល់ហើយយើងជាខំទប់យើងទៅទប់មិននិយាយថាអញទប់ហ្នឹងតួអញហ្នឹងស្អីគេមិនទៅថេអញប៉ុណ្ណឹងដែរទប់មិនបានទេស្ដាប់ធัวយូរហើយមានអ្នកឃើញទេតែការយល់វាអត់កើតតែបើការយល់សភាវៈនឹងកើតយើងអត់ប្រឹងលេងអត់ប្រឹងទេដូចយើងលេបថ្នាំហ្នឹងលេបក្រឹកចឹងទៅថ្នាំទៅធ្វើការយើងដេកលក់បាត់អត់ប្រឹងទេអញ្ចឹងការដោះខាត់សម្អាតកិលេសពាក្យថាការដោះខាត់សម្អាតកិលេសនេះយើងមិនមែនទៅដោះយកខ្លួនយើងទៅដោះយកខ្លួនយើងទៅខ្ទប់យកខ្លួនយើងទៅពាំងវាយ៉ាងម៉េចនោះទេគឺត្រូវព្យាយាមបង្កើនពន្លឺផ្លូវចិត្តរបស់យើងហ្នឹងនឹងឲ្យវាភ្លឺធម្មតាទេតែភ្លឺវាធំទៅល្ងឹតនឹងវាទៅហើយគឺធម្មតាមាគាប្រពុតនឹងអត់ឲ្យយើងតឹងទេតែយើងស្ដាប់ធម៌មិនស្រួលនឹងកុំខឹងកុំប្រកាន់និយាយពីខ្លួននឹងញ័រអស់ហើយវាមិនមេគាប្រពុតឲ្យធ្វើចឹងទេព្រះអង្គឲ្យចម្រើនការដឹងអញ្ចឹងបានចុងក្រោយក៏គ្មានអីលើសពីការដឹងដែរទីបំផុតប្រើពាក្យថាពុជ្ជតិគឺភ្ញាក់ត្រាស់ដឹងឃើញទេវាមានអីលើសពីការដឹងទេហើយដឹងហើយមិនទៀតចុះដឹងហ្នឹងហើយដែលល្អដឹងត្រូវដឹងជាតួបញ្ញាវាកើតចង់បញ្ចប់ត្រាស់ដឹងសច្ចធម៌វាមានទៅចាប់សច្ចធម៌ស្អីវាមានទៅញ៉ាំងសច្ចធម៌ឲ្យកើតឡើងស្អីគ្រាន់តែដឹងតាឃើញទេប៉ុន្តែដឹងនោះគឺដឹងដោយភាពភ្លឺស្វាងរបស់បញ្ញាដឹងឡើងវែងដឹងឡើងចាញ់បោកកិលេសភិក្ខុទិនៈសវណ្ណោគណៈសូមការថ្វាយបង្គំគ្រូតើក្នុងវស្សាភិក្ខុអាចសឹកលាចាកសិក្ខាបទបានទេអើយក្នុងវស្សាក្រៅវស្សាបួសក៏បានសឹកក៏បានតែអត់អីទេតាមវិន័យបណ្ឌិតតាមទម្លាប់អានឹងបើសួរវាមានពីរណាបើសួរថាតាមធម៌វិន័យបួសបានសឹកបានទេក្នុងវស្សាឬក៏ក្រៅវស្សានោះអញ្ចឹងបើតាមធម៌វិន័យគ្មានកំណត់ទេក្នុងវស្សាក្តីក្រៅវស្សាក្តីចុះបើតាមទម្លាប់ប្រពៃណីយ៉ាងម៉េចដែរទម្លាប់ប្រពៃណីយើងវាសម្បូរការប្រកាន់ថាបួសក្នុងវស្សាក៏មិនបានសឹកក្នុងវស្សាក៏មិនបានដែរហើយតែភិក្ខុណាសឹកក្នុងវស្សាច្រើនតែគេឮថាមានបញ្ហាអីមានត្រូវអាបត្តិធំអីចឹងទៅគេបដិញ្ញឲ្យសឹកអីចឹងណាអានឹងទម្លាប់ទេប្រពៃណីទេទម្លាប់
ចឹងហើយបាននៅក្នុងទ្វារទុសមាសក្នុងសភៅទំនៀមខ្មែររាប់ពីពិធីបំពោះនេះមុនចូលវស្សាហើយមិនបានគាត់បង្កើតប្រពៃណីហ្នឹងដោយសារអ្នកមកចង់បួសអីហ្នឹងគាត់បង្កើតជាប្រពៃណីជាទម្លាប់ជាជំនឿតគ្នាមកថាបួសខែហ្នឹងជាខែបួសឲ្យចូលវស្សាហើយទៅចូលវស្សាចង់សឹកក្នុងវស្សាក៏មិនបានដែរខុសទម្លាប់បំណងរបស់គាត់ហ្នឹងដើម្បីអីថាកុំឲ្យឆាប់សឹកពេកឲ្យរៀនយ៉ាងហោចឲ្យបាន3ខែដែរចេញវស្សាចាំសឹកក៏មិនដេញមួយអាទិត្យសឹកមួយអាទិត្យសឹកឬសឹកស្រេចទាំងក្បាលវាល់នោះគ្មានរបៀបរបបអញ្ចឹងណាចាស់យើងបង្កើតរបបមកអញ្ចឹងមិនជាខុសទោះអីទេគាត់បង្កើតហ្នឹងក៏មួយយ៉ាងរបស់គាត់អញ្ចឹងដែររហូតដល់អ្នកខ្លះស្រឡាញ់គេមិនហ៊ានសឹកក្នុងភាសាខ្លាចវាខុសនោះបានសមុទ្រច្រៀងសម្បួរមាសអើយផ្លែលក្ខសន្លឹកណាបងប៊ូហើយសឹកទៅដណ្ដឹងស្រីអក្សរាសាស័ព្ទលាក់ក្រោមក្តារកៃអូនកុំយកប្តីក្រោយរដូវភ្ជុំណាមុនរដូវភ្ជុំពួកភ្ជុំវានៅក្នុងភាសាចាំភ្ជុំហើយចាំគិតគូបងសឹកចេញភាសាអាហ្នឹងពាក់ព័ន្ធនឹងប្រពៃណីហ្នឹងឯងបើមិនពាក់ព័ន្ធនឹងប្រពៃណីហ្នឹងទេអត់មានចម្រៀងហ្នឹងឯងចម្រៀងហ្នឹងបើឆ្លាញ់គេឥឡូវសឹកវាឥឡូវអាហ្នឹងវាតាមវិន័យចង់សឹកថ្ងៃហ្នឹងក៏បានងាកហ្នឹងក៏បានសឹកថ្ងៃហ្នឹងស្អែកការក៏បានអត់មានបញ្ហាអីទេវិន័យឲ្យតែសឹកផុតហើយសឹក1ម៉ោងការសឹកកន្លះម៉ោងការអត់បញ្ហាអីទេវាខណៈយើងប្រកាន់អូយទំសឹកសក់មិនតាន់វែងផងការអាហ្នឹងយើងអ្នកប្រកាន់ទេហ្នឹងយើងអ្នកប្រកាន់ដែរតែអ្នកទៅបួសអញ្ចឹងវាមិនចាំបាច់តែលេងប្រពន្ធមួយឆ្នាំហើយសឹកលេងភ្លាមបួសភ្លាមក៏បានឃើញទេឲ្យតែចិត្តជ្រះថ្លាលេងភ្លាមបួសភ្លាមហ្នឹងចូលពីផ្ទះភ្លាមបួសភ្លាមហ្នឹងមានបញ្ហាអីចង់សឹកមកវិញសឹកភ្លាមការភ្លាមហ្នឹងមានតែស្អីយើងវាមិនសមតែសឹកភ្លាមអីវាភ្លាមពេកអញ្ចឹងទៅគឺអាហ្នឹងភ្នែកប្រជាជនមើលទេប៉ុន្តែវិន័យអត់មានបញ្ហាអីអញ្ចឹងឆ្លើយពីន័យអញ្ចឹងណាតាមធម៌វិន័យរបស់ព្រះពុទ្ធបរមគ្រូនៃយើងរឿង3ខែនេះឲ្យចាំភាសាចំពោះតែភិក្ខុសាមណេរដែលត្រូវតែចាំភាសាប៉ុន្តែมันមានកំណត់ថាឲ្យនៅរហូតអីទេតែចង់សឹកឬក៏ធ្វើខុសឲ្យសឹកពេលណាក៏បានដែរអត់បញ្ហាអីទេតែបើតាមទំនៀមខ្មែរសឹកក្នុងភាសាមិនល្អទេអាហ្នឹងឆ្លើយតាមទម្លាប់ណាតាមទំនៀមតាមទម្លាប់ចាស់យើងក៏មានរបៀបទៅដើម្បីឲ្យកុលបុត្រហ្នឹងដែលបានបួសមុនចូលវស្សាហៅថាថ្ងៃកោថ្ងៃអីហ្នឹងហៅថាថ្ងៃដង្ហែនាគណាថ្ងៃដង្ហែនាគបួសជាវប្បធម៌ខ្មែរជាប្រពៃណីមកចឹងដល់ចឹងទៅមានតកូលជាអ្នកកាន់គោរពពុទ្ធសាសនាអីចឹងទៅយើងរក្សាប្រពៃណីហ្នឹងដល់ពេលហ្នឹងនាំកូនទៅបួសនាំគ្នាបំពោះកូនអីចឹងទៅឲ្យបាននិស័យជាប់នឹងពុទ្ធសាសនាអញ្ចឹងណាបួសហើយស្អែកឡើងចាស់មកបវារណាចូលវស្សា3ខែថ្ងៃ1រោចក៏បវារណាចូលវស្សាថានៅឲ្យបានគ្រប់3ខែឃើញទេតាំងចិត្តថានៅឲ្យបានគ្រប់3ខែយ៉ាងហោចអញ្ចឹងប្រពៃណីហ្នឹងថាអាក្រក់ក៏មិនអាក្រក់ថាល្អក៏បានហ្នឹងតែបើយើងគិតថាតើសឹកក្នុងភាសាចង្រៃអីចឹងអាហ្នឹងយើងគេថានឹងប៉ុណ្ណឹងហើយមិនសួរនឹងចង់សឹកអីទេសំណួររបស់សុផានិតផលសួរថាកណាចង់សួរព្រះកាន់កាមេរ៉ាខុសអត់ព្រះប្រហែលជាអាចចង់សួរតែប្រសង់កាន់កាមេរ៉ាខុសឬអត់ដែរតាមមើលសំខាន់ថាកាន់ធ្វើអីកាន់ហ្នឹងកាន់បំណងអីបើកាន់ដើម្បីបង្ហាញថាខ្លួនឯងហឺហាមានរបស់ទំនើបកាន់អាហ្នឹងយើងដឹងថាវាជាអកុសលហើយទៅថតរូបផ្ដេសផ្ដាស់ក៏វាជារឿងមិនល្អ
អាត្មាក៏កាន់ដែរដោយអាត្មាកាត់មេរៀននេះអាត្មាកាន់ថតខ្លួនឯងនៅនឹងប៉ុន្តែដឹងថាតើកាន់ដោយចិត្តអីហើយក៏គ្មាននរណាឃើញអាត្មាកាន់ដែរអញ្ចឹងណានៅក្នុងកតុបម្នាក់ឯងហ្នឹងកាន់ថតអញ្ចឹងទៅពេលបញ្យលមេរៀនអីចឹងអញ្ចឹងវាស្រេចនៅលើថាតើវត្ថុបំណងដើម្បីអីអញ្ចឹងណាគ្រប់យ៉ាងវាចេញមកពីចិត្តហើយកុសលឬអកុសលហ្នឹងវាเป็นទល់តែមានកាមេរ៉ាហ្នឹងទេសម័យពុទ្ធហ្នឹងអត់ទាំងមានកាមេរ៉ាផងឲ្យតែមានចិត្តអកុសលធ្លាក់នរកដូចតែគ្នាហ្នឹងរបស់ទាំងអស់វាសើរឿងខាងក្រៅទេវាសំខាន់រឿងចិត្តដូចភិក្ខុពីលសម័យពុទ្ធធ្លាក់ប្រែតធ្លាក់នរកអត់មានកាមេរ៉ាអត់មាន iPhone អីទេអត់មានប៉ុន្តែចិត្តទុច្ចរិតគឺទុច្ចរិតអញ្ចឹងណាតែបើចិត្តស្អាតគេប្រកេនកត់ជួនកាលធ្វើសិទ្ធិមាសដូចគន់តកត់អញ្ចឹងកត់ក្អូបគេយកផ្កាគេយកអីយកមកដាក់គេជ្រះថ្លាតែបើចិត្តហ្នឹងវាអត់ប្រឡាក់វាអត់ប្រឡាក់ទេនឹងអញ្ចឹងអញ្ចឹងត្រូវមើលទៅលើចិត្តតែចិត្តហ្នឹងកាន់ក្នុងបំណងអីនឹងសំណួរទី1ណាមើលចិត្តព្រោះមើលចិត្តហើយសំណួរបន្តទៅទៀតជាស្រ័យផងអាត្មាអត់បានមើលសំណួរមុនទេអញ្ចឹងពេលដែលអាត្មាផ្សាយនេះគឺមានអ្នកជួយថតសំណួរផ្ញើមកអញ្ចឹងសំណួរខ្លះក្រៃលោអ្នកសរសេរមកនោះវាមានពាក្យអសរោះមានពាក្យអហភាសមានពាក្យអីអាត្មាក៏អត់ដឹងមុនដែរហើយដួងរ៉ែនដាមនុស្សច្រើននិយាយថាការដាក់ទៀនទៅអ្នកសុំទៀនបើពួកគាត់យកទៅផឹកស៊ីលេងលបែងតើយើងមានបាបពិតមែនទេក្រណាធ្លាប់សួរទៅលោកពុកគាត់ថាកូនបានធ្វើល្អពេញចិត្តហើយចេញពីចិត្តហើយនឹងមានសេចក្តីសុខតែបើពួកយកទៅផឹកស៊ីលេងលបែងគឺជាអំពើបាបរបស់គាត់តើពិតឬទេនឹងម្ដាយឪពុកប្អូននិយាយនឹងត្រូវហើយអាត្មាលើកឧទាហរណ៍មួយយើងមានចិត្តល្អស្កសាងស្ពានឲ្យមនុស្សដើរអញ្ចឹងណាសម្រួលចរាចរណ៍ដល់មនុស្សដើរប៉ុន្តែមនុស្សខ្លះអត់យកស្ពាននឹងទៅដើរឲ្យកើតជាប្រយោជន៍ទេយកស្ពាននឹងជាឈ្នន់ដើម្បីបើកទៅប្លន់គេណាអញ្ចឹងអ្នកធ្វើស្ពាននឹងបាបដែរថាអត់ទេរឿងគាត់ប្រើអីនោះរឿងខុសរបស់គាត់តាឬក៏យើងធ្វើកបិតលក់អញ្ចឹងធ្វើកបិតលក់ហាន់បន្លែកបិតហាន់បន្លែលក់កបិតតាំងតោកបិតកញ្ចែតកបិតតូចចិត្តផ្លែស្វាយអីចឹងណាយើងធ្វើលក់ឲ្យគេក្នុងបំណងនឹងទេប៉ុន្តែមនុស្សហ្នឹងស្រាប់តែយកទៅចាក់គេស្លាប់យើងបានដែរថាអត់ទេវត្ថុបំណងរបស់យើងគឺត្រឹមបន្លែយើងធ្វើទៀនដូចគ្នាចឹងដែរយើងឲ្យទៀនដល់អ្នកកំសត់ទូរគតហ្នឹងចប់ត្រឹមលះថាឈប់ជារបស់យើងឲ្យទៅជារបស់គាត់យកធ្វើអីរឿងរបស់គាត់ចប់ត្រឹមប៉ុណ្ណឹងតែបើយើងដឹងច្បាស់ថាគាត់នឹងត្រូវការកំភ្លើងមួយដើម្បីយកទៅសម្លាប់គេអញ្ចឹងយើងឲ្យលុយខ្លះទៅឲ្យបានទៅទិញកំភ្លើងយកទៅសម្លាប់គេឲ្យក្នុងបំណងឲ្យគេទៅធ្វើបាបអាហ្នឹងចូលរួមហើយប៉ុន្តែយើងឲ្យគេឧទាហរណ៍ដល់មនុស្សខ្លះឧទាហរណ៍ឥឡូវយើងឲ្យលោកចុះយើងជាគិតទៅរកឲ្យលឿងអ្នកក្រអីគាត់យកទៅផឹកស្រាអញ្ចឹងយើងឲ្យលោករាល់ថ្ងៃគិតថាលោកយកទៅប្រើតែរឿងល្អដែរក៏មិនយកទៅប្រើរឿងខុសដែរឬក៏យើងឲ្យដល់មនុស្សដែលមិនក្រទេមិនលំបាកទេមនុស្សល្មមមិត្តភក្តិយើងឬក៏មនុស្សដែលធន់កដាលយើងឲ្យគ្នាទៅវិញទៅមកជួយគ្នាទៅវិញទៅមកយើងដឹងថាគេយកទៅធ្វើអីខ្លះដែរអាចយកទៅធ្វើបាបជាងគាត់យកទៅផឹកស្រានឹងទៀតក៏មានដែរ
ប៉ុន្តែត្រូវឲ្យឃើញចេតនាថាអំពើល្អវានៅត្រឹមចេតនាថាតើយើងឲ្យធ្វើអីតែប៉ុណ្្នឹងទេសវណ្ណបញ្ញាដើនបូរីខ្ញុំណាចេះតែឃើញហើយឆ្ងល់យើងតែងតែនិយាយថាខ្លួនយើងជាពុទ្ធសាសនិកតែធ្វើកិច្ចផ្សេងដូចក្នុងពិធីបុណ្យទាននានាខុសស្រឡះអំពីទ្រឹស្ដីនៃព្រះពុទ្ធសាសនាអញ្ចឹងជាក់ស្ដែងធ្វើបុណ្យចង់ឡើងទៅតែឋានសួគ៌តែមិនសូវយកចិត្តទុកដាក់នៅការប្រព្រឹត្តនៅក្នុងពេលបច្ចុប្បន្នសោះទៅនឹងហើយរឿងហ្នឹងយើងឃើញទាំងអស់គ្នាចឹងហើយចឹងហើយបានជាខំបរៀនហ្នឹងបានបណ្ណាយកប៉ុណ្ណឹងគ្រប់យ៉ាងវាកើតមានហេតុនឹងរាល់ថ្ងៃដោយសារអ្នកនិយាយពីកិច្ចប្រតិបត្តិឬក៏ធម៌ពុតរបស់ពុទ្ធហ្នឹងវាតិចពេកដល់ចឹងពិធីវាច្រើនពិធីវត្តណាក៏មានដែរតែវត្តដែលមានសាលារៀនហ្នឹងវាតិចមិនបាច់តែរៀនសាលារៀនធម៌អីបរមត្តអីជ្រៅជ្រះទេសូម្បីតែសាលាធម្មៈសាលាពុទ្ធិកៈអីដែលរៀន Buddhism តិចរៀនលេជាមួយនឹងផ្លូវលោកខ្លះហ្នឹងក៏នៅតែតិចស្រុកខ្លះហ្នឹងរមួយមិនមានផងតែបើពិធីមានអាហ្នឹងអញ្ចឹងយើងថាម៉េចបើវាអញ្ចឹងទីមានតែយើងទាំងអស់គ្នាហ្នឹងយកចិត្តទុកដាក់ប្រឹងប្រែងតិចម្នាក់អញ្ចឹងទៅម៉ាក់ពិសីពេជ្រសូមថ្វាយបង្គំសពគ្រប់មកខ្ញុំកណាដូចល្ងងមិនដូចល្ងងទេល្ងងនឹងឯងយើងទាំងអស់គ្នានឹងមានចេះអីទេអាត្មានឹងក៏វាមិនទៅចេះអីដែរឲ្យតែមានកិលេសនៅល្ងងទាំងអស់តែគ្នានឹងតើការយកឈ្នះមនុស្សពូកែច្រណែនឲ្យឈប់ច្រណែនដោយវិធីណាសូមព្រះអង្គបកស្រាយដោយអនុគ្រោះគ្មានវិធីទេឧទាហរណ៍ដូចទេវតតច្រណែនព្រះអង្គអញ្ចឹងព្រះអង្គធ្វើម៉េចឲ្យទេវតតឈប់ច្រណែនពួកច្រណែនវាជាកិលេសរបស់មនុស្សកើតពីមោហៈរបស់មនុស្សនោះឬក៏ដូចជាកោកាលិកៈច្រណែនព្រះសារីបុត្រមោគលានអញ្ចឹងពុទ្ធហាមមិនស្ដាប់ប៉ុណ្ណឹងរឿងហ្នឹងមានរឿងវែងឆ្ងាយប៉ុន្តែសរុបមកថាចំណែនព្រះសារីបុត្រនិងមោគលានចោតព្រះមោគលានព្រះសារីបុត្រថាលមោបអីចេះចោះពលលៀបនឹងវាមិនបានមកខ្លួនឯងនោះក៏ចោតព្រះអរហន្តផ្សេងមានព្រះសារីបុត្រជាដើមថាជាអ្នកលមោបលៀបទឹកធាតពិតអាខ្លួនឯងអ្នកលមោបសោះហ្នឹងណាអ្នកចង់បានដល់វាអត់បានដូចចង់ទៅចោតថាលោកនោះលមោបដោយការចំណែនឃើញទេទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គហាមមនាលកោកាលិកៈអ្នកមិនគួរយល់អញ្ចឹងទេអ្នកមិនគួរមានចិត្តប្រកាន់ចំពោះព្រះអរិយៈដូច្នោះឡើយអ្នកគួរធ្វើសេចក្តីជ្រះថ្លាចំពោះព្រះអគ្គសាវកទាំងពីរហើយនឹងគួរសុំទោសព្រោះលោកមិនមានចិត្តជាប់ជំពាក់ដោយអ្នកគិតទេអត់នៅតែចឹងមិនទេបងមិនទេសារីបុត្រពីមុនល្អមែនបើឥឡូវអត់ទេជំពាក់លៀបខ្លាំងដើរនិយាយចឹងគេដល់ចំណែនរហូតដល់ប្រកាច់ធ្លាក់នរកបាត់ទៅណាអញ្ចឹងរឿងគេចំណែនហ្នឹងបញ្យលបានក៏បញ្យលមិនបានធ្វើម៉េចប្រពុតក៏បញ្យលដែរបើបញ្យលមិនបានតាមបនិស្ស័យតែរឿងសំខាន់ដែលអាចងាយបដៅឬក៏ថាវានៅក្នុងព្រំដែនដែលយើងបដៅបានគឺចិត្តរបស់យើងមិនមែនចិត្តរបស់គេទេសាមុនីការបកស្រាយអភិធម្មរបស់ព្រះអង្គគ្រូគឺពិតជាចូលទីជម្រៅនៃចិត្តពិតប្រាកដគឺជាមេគាព្រះសម្មាសម្ពុទ្ធបានត្រាស់ពិតប្រាកដពោសាធុហ្នឹងហើយដល់តែអ្នកស្ដាប់ហ្នឹងធ្លាប់យល់ខ្លះបានដឹងថាធម៌ហ្នឹងមានជម្រៅល្អយ៉ាងម៉េចបាទសាធុសិនស៊ីនួនយឹមវិញធន
កណាកូនមិត្តរបស់ករណាអាយុ30ហើយមិនហ៊ានយកប្តីទេតែប៉ុន្មានខែនេះកើតរោគខ្លាចទៅពេទ្យមិនមានកើតរោគអីទេទៅឲ្យលោកស្រោចទឹកឲ្យក៏មិនបាត់ទៀតហ្នឹងហើយតកើតភ័យមិនដឹងយ៉ាងម៉េចនឹកតែរឿងលោកស្រោចទឹកហ្នឹងតែមកនៅភាកច្រើនអ្នកដែលស្ដាប់អាត្មាយល់ភាកច្រើនក៏ចឹងក៏ថាដំបូងឲ្យតែកើតភ័យមិនដែលនឹកថាទៅរកអីខុសពីរឿងប៉ុណ្ណឹងទៅរកស្រោចទឹកទៅរកអីចឹងចឹងបានមួយថ្ងៃនេះអាត្មាដឹងដំណឹងតាមបងម្នាក់មិនបញ្ចេញឈ្មោះគាត់ទេហើយគាត់និយាយមកអាណិតម្ដាយគាត់ហ្នឹងអាណិតគាត់ដែរអាណិតម្ដាយគាត់ដែរគាត់ជឿអារឿងខុសហ្នឹងវាប្រហែលជា30ឆ្នាំហើយថាវាខ្លាំងវាបកកែចេះចុះចុងបញ្ចប់មកឥឡូវអ្នកដែលគាត់ជឿហ្នឹងស្លាប់បាត់ទៅគាត់វាហេលហាលពីមុនគាត់គិតថាវាអស់ចាវាខ្លាំងអីកើតមហារាជទៅមានអស់ចាអីមួយមហារាជឲ្យដល់ពេលអញ្ចឹងគាត់អស់ហេលហាលមិនដឹងទៅណាហើយអាយុគាត់កាន់តែចាស់លុយក៏អស់វ័យក៏ចាស់ព្រោះទីពឹងអីមិនឃើញអញ្ចឹងបានថាសាហាវណាស់អ្នកប្រើអារឿងអញ្ចឹងដើម្បីយកលុយមនុស្សនេះសាហាវគ្មានចិត្តសង្គ្រោះស្អីទេគ្មានទេពួកលុយវាបានស្រួលម្ដោះចុះម្ដោះឡើងអញ្ចឹងបានថាតើរំដោះគ្រោះឬបន្ថែមគ្រោះហើយមើលទៅអ្នកដែលខឹងអាត្មានិយាយរឿងហ្នឹងក្រៅពីអ្នកជឿរឿងហ្នឹងគ្មានណានិយាយទេអ្នកជឿរឿងហ្នឹងនិយាយខឹងអាត្មាអ្នករស់ស៊ីរឿងហ្នឹងក៏ខឹងអាត្មាដែរគ្មាននរណាម្នាក់ដែលបានស្ដាប់យល់ពីរឿងហ្នឹងមកខឹងអាត្មាទេគ្មានទេអ្នកដែលដកខ្លួនពីរណ្ដៅនឹងរួចហើយគ្មានពីណាមកខឹងទេមានតែអរគុណហើយទៅមើល profile អ្នកថាឲ្យអាត្មាទៅទី1មិនហ៊ានដាក់មុខពិតទេហ្នឹងទី1ទី2បើមានពិតទៅមើលទៅគឺគាត់ពងធ្វើអានោះឯងអាត្មាកាន់ប្រកេនជំរាបព័ត៌មានអញ្ចឹងថាអ្នករងគ្រោះច្រើនណាស់ដែលទីបំផុតសំបីតែជីវិតហ្នឹងក៏គាត់ពិបាករក្សាដែរព្រោះសារវាអស់ហើយលេងហើយជឿខ្លះជឿ20 30ឆ្នាំអីចឹងបូមលុយទៅរហូតលុយកាក់អីចឹងហើយស្មាថាបងគួរតែនិយាយសាធារណៈទៅឲ្យគេដឹងខ្លះទៅគាត់ថាមិនហ៊ាននិយាយខ្លាចប៉ះពាល់អារម្មណ៍ម្ដាយគាត់ពួកគាត់បាក់ទាំងអស់ឥឡូវនឹងដល់អ្នកបកែដែលគាត់ជឿនឹងស្លាប់បាត់ទៅគាត់ហេលហាលចឹងនឹងចេញទៅតាមច្រកណាទេអាត្មាឃើញថាប្រជាជនខ្មែរយើងរងគ្រោះព្រោះជំនឿផ្ដេសផ្ដាស់នោះដែលចេះតែខំនិយាយនោះប្រុសបានមួយចឹងដែរអ្នកបានរួចពីនឹងមកគាត់វាស្រឡះវាធូរចិត្តវាហើយអំពើនេះខុសពីអំពើដតីយករឿងបារមីនេះបារមីនោះយកមកបោកមនុស្សនោះណាជាអំពើដែលគេមិនងាយប្តឹងដាក់គុកកើតទៅទៀតព្រោះអីគេយកសិទ្ធថាគេជឿអីជឿទៅណាគេថាអញ្ចឹងសេរីភាពក្នុងជំនឿគេជឿអីជឿទៅបើឯងលក់លហុងផ្សាយទៅពាណិជ្ជកម្មលហុងទៅគុំទៅតេះឌីលគេលក់ស្វាយវាទៅជាចឹងទៅឯងអ្នកផ្សាយនេះវាមិនមែនរឿងលហុងរឿងស្វាយមិនប៉ះទេវានិយាយត្រូវតែនិយាយឲ្យវាដឹងនិយាយឲ្យដឹងព្រោះឃើញអ្នកដែលកំពុងតែជឿហ្នឹងគាត់ជាជនរងគ្រោះគាត់មិនមែនអស់ទៅលុយអស់ទាំងក្បាលទៅទៀតមិនបានស្មានថាអស់ទាំងក្បាលវាលែងមានអីគិតវាលែងអីមានអីគិតឲ្យគេខាបយកអស់ហើយអស់លេងនៅសបកខ្លួនទៅទេអាខួរក្បាលគិតលែងយល់ហើយគិតលែងកើតហើយមុំតែដឹងខ្លួនម៉ែខ្លះ20ឆ្នាំខ្លះ30ឆ្នាំអស់អាលេងឲ្យលួតហ្នឹងហើយដឹងហ្នឹងក៏គាត់មិនដឹងថាទៅរកផ្លូវត្រូវឯណាទីវាជាប់អស់គំនិតគាត់ហ្នឹងវាទៅតែរឿងបារមីបាអីហ្នឹងអស់អាលេងហើយទ្រាំអស់ហើយវាអត់មានទុនអីមកគិតបកក្រោយអីវិញកើតតែមួម៉ៅកើតតែខឹងកើតតែ
ស្អីចឹងទៅអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គប្រៀបធៀបថាភិក្ខុណាដែលទ្រុសតកូលភិក្ខុណាដែលដឹកនាំមិនដោយចិត្តបរិសុទ្ធមិនបញ្យល់ឲ្យគេយល់សច្ចធម៌នាំឲ្យគេជឿផ្ដេសផ្ដាសហ្នឹងព្រះអង្គហៅថាមហាចៅសាហាវជាងចៅប្លន់ទីក្រុងអាមិនបានអញ្ចឹងមើលទៅ3 10ភាគ1ផ្ដើមនិយាយពីមហាចៅ5អាមិនបានអញ្ចឹងព្រះអង្គថាណែអាចៅចូលទៅប្លន់ទីក្រុងហ្នឹងយ៉ាងច្រើនវាយកទ្រព្យសម្បត្តិអស់ប៉ុណ្ណឹងទេតែវានៅខ្លួនវានៅរស់តែបើចោលសាហាវជាងនឹងទៀតវាកាត់ដៃវាកាប់ជើងតែបើចោលសាហាវមែនទែនយ៉ាងច្រើនវាសម្លាប់យើងប៉ុណ្ណឹងគ្មានអីទេតែអំពើរបស់ចោលនោះមិននាំឲ្យយើងបាត់កុសលធម៌ទេមិននាំឲ្យយើងមានមិច្ឆាទិដ្ឋិទេមិននាំឲ្យមនុស្សម្នានឹងទៅកាន់នរកទេក៏ប៉ុន្តែហេតុអីបានភិក្ខុដឹកនាំគេខុសនោះវាសាហាវជាងចោលប្លន់ទីក្រុងវាមិនអស់ទេអាទ្រព្យសម្បត្តិខាងក្រៅវាមិនអស់ទេស្អីខាងក្រៅក៏ប៉ុន្តែបាត់នៅទ្រព្យដ៏ប្រសើររបស់គេគឺសទ្ធាបាត់ទ្រព្យដ៏ប្រសើររបស់គេគឺសម្មាទិដ្ឋិមិនឲ្យក្រជាតិនឹងមែនតែឲ្យគេក្រក្នុងសង្សារវដ្តក្ររងថ្ងៃងើបមកវិញឃើញទេអាជឿខុសហ្នឹងអញ្ចឹងបាននៅក្នុងទោសទាំងឡាយយើងគិតថាអនន្តរិយកម្មធ្ងន់ណាអនន្តរិយកម្មធ្ងន់ណាទោសមកចន្លោះផែនដីបើធ្លាក់ព្រះអង្គថានឹងស្ទើរទេបើតួនិយតមិច្ឆាទិដ្ឋិធ្ងន់ជាអនន្តរិយកម្មទៀតអាវែងនោះអាតួវង្វេងមិនដឹងហេតុមិនដឹងផលមិនដឹងណាហេតុនាំឲ្យកើតទុក្ខមែនទែនមិនដឹងណាហេតុនាំឲ្យកើតសុខមែនទែនរហូតដល់អត់យល់កម្មផលច្បាស់លាស់នោះវែងនៅក្នុងហ្នឹងប្រកាន់ទិដ្ឋិមាននេះខ្លាំងហៅថានិយតមិច្ឆាទិដ្ឋិមានអកិរិយណតកទិដ្ឋិហ្នឹងអទិដ្ឋិហ្នឹងព្រះអង្គថាធ្ងន់ជាងអនន្តរិយកម្មទៅទៀតធ្ងន់ណាស់ក្នុងងាយចឹងហើយបានងាប់ទៅអ្នកហ្នឹងគណៈអវជ័យនរកគ្មានសំណាងកើតផងមិនដល់សំណាងមនុស្សគណៈអវជ័យនរកគ្មានសំណាងកើតផងអមិច្ឆាទិដ្ឋិហ្នឹងកើតនរកក្រៅចក្រវាលនេះវិញធនមិនឃើញជាសួរយ៉ាងម៉េចទេគ្រាន់តែរាយការណ៍ឲ្យអាត្មាដឹងប៉ុន្តែអាត្មាថាដឹងធ្វើម៉េចទេបើយើងវាអញ្ចឹងពាក្យខ្មែរយើងថាតម្រៃក៏ខ្វាក់តម្រាក់វាឈួតទៅទាំងអស់តែគ្នាហើយធ្វើម៉េចអាត្មាប្រុសបានតែនិយាយបានតែអ្នកណាស្ដាប់អញ្ចឹងទៅស្ដាប់មិនបានចាំពុទ្ធសម័យក្រោយទៅអាត្មាមិនមែនពុទ្ធផង